ហើយចឹងទេខ្ញុំកណាស៊ូហ្មងព្រោះនិមន្តចូលមកបាញ់មិញហ្នឹងឃើញហ្មងឃើញពុទ្ធរូបហើយបានស្ដាប់ឮសំឡេងពីថ្ងៃមកនឹងប្រពៃពិធីពុទ្ធាពិស័យអីសពគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងខ្ញុំកណាឆ្ងល់ថាពុទ្ធរូបនឹងកើតឡើងពីកាលណាមកដែរអនន្តៈសូមរតនាឆ្លើយពុទ្ធរូបនឹងកើតឡើងតាំងពីជាងធ្វើមកណាអង្គម្ចាស់សូមជ្រាបកើតតាំងពីជាងធ្វើឆ្លើយរត់តែកន្លែងត្រូវហើយកើតត្រឹមពីជាងធ្វើក៏ប៉ុន្តែមិនទាន់ចំហើយចឹងមើលអាដាមអ្នកឆ្លើយកន្លែងចំមកមើលសូមរតនាអត់ព្រះអង្គគង់ប្រជជននៅអត់ទាន់មានពីណាឆ្លាក់ទេមានកពីមួយកពីអសរគេទេគេថាកាលនោះព្រះអង្គចេះតែនិមន្តឆ្ងាយបើសិននៅទីកោសលនឹកសូមឲ្យពីឆ្លាក់ម្ដងធ្វើពីខ្លឹមច័ន្ទហើយអាត្មានឹងនឹងការសិក្សាដទៃទៀតរមើលទៅខ្លឹមច័ន្ទហ្នឹងវាអត់មានឃើញពិតប្រាកដអញ្ចឹងក្រោយពីព្រះអង្គបរិនិព្វានទៅ400ឆ្នាំមានស្ដេចម្អងនោះឈ្មោះថាកនិសកៈមានទីប្រឹក្សាមួយនោះឈ្មោះអស្វខោសៈដែលជាជនជាតិក្រិចហើយគេបកកែលលទ្ធិព្រាហ្មណ៍ណាដល់គេមកចូលសាសនាគេចិត្តតែកញ្ញុព្រះអង្គពួកហិណ្ឌូពួកព្រាហ្មណ៍គឺមានទេវរូបបូជាណាពុទ្ធសាសនាយើងអត់មានទេអញ្ចឹងគួរធ្វើហើយអញ្ចឹងទៅយល់ព្រមគ្នាចាប់ផ្ដើមកសាងរូបរាងជាប្រពុតនឹងឡើងមកនៅក្នុងពុទ្ធសករាជកន្លងទៅ400ឆ្នាំនៅអង្គម្ចាស់សូមជ្រាបកន្លែងដែលចង់បានកណាមកទាំង3អង្គក៏សូមប្រទានពរនិងចម្រើនពរដល់បកណាជាម្ចាស់ជាបទូចាអធិការវត្តគិរីវង្សព្រមទាំងភិក្ខុសង្ឃអង្គសាមណេរនិងពុទ្ធមានបកជនទាំងអស់ក៏សូមមានព្រះជន្មមានយុគយានយូរតរឆ្នាំពីវត្តៈសូមមានពរសម្បុរកាយភោគផលសំរុំល្អ3សុខៈសូមឲ្យបានសុខកាយស្រួលចិត្ត4ពលៈសូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធាជ្រះថ្លា5បដិធានៈសូមឲ្យមានបញ្ញាវាវៃបាននឹងរៀនធម៌សត្រាវិន័យប្រត្រៃ3ដកប្រសូតจากពីធម្មឬក៏សូរសាស្ត្រជាតិភាសាផ្សេងក៏សូមឲ្យឆាប់ចេះឆាប់ចាំកុំបីឆាប់លេចឡើយបណ្ដាពរទាំងឡាយ5ប្រការនេះវត្តអន្តោចូលចម្រុងចម្រើនកើតមានដល់ប្រគូចារិកាអធិការវត្តព្រមទាំងភិក្ខុសង្ឃអង្គសាមណេរនិងញាតិញោមជាពុទ្ធបរិស័ទទាំងអស់ត្បិតបញ្ញកម្មនេះដោយសទ្ធាជ្រះថ្លារបស់អស់លោកជាអ្នកដើមបុណ្យដូចជាលោកអង្គអាចារ្យក៏បានសូត្រអំពីថ្ងៃរួចស្រេចមកហើយមានសទ្ធាជ្រះថ្លាបានប្ររពកសាងនៅពុទ្ធរូបព្រមទាំងកសាងនៅដងទួងដងគូឬក៏ដងទួងក៏បានអារាធនានិមន្តអង្គខ្ញុំកណាអាត្មាទាំង3ព្រះអង្គដើម្បីសម្ដែងធម៌នៅក្នុងឱកាសនេះអង្គខ្ញុំកណាអាត្មាទាំង3អង្គក៏ព្រមទទួលបរិយាជាអ្នកសម្ដែងធម៌ទេសនានេះដែរក៏ប៉ុន្តែមុននឹងសម្ដែងសូមខន្តីអភ័យទោសអំពីសំណាក់នៃប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទទាំងអស់ក្រែងលោកអាត្មាទាំង3អង្គសម្ដែងដល់ហើយជួនជាជ្រុលជួលលើលោកខុសខាតបបខាតព្រះបាលីអក្សរៈចេញជាអ្នកសេចក្តីអធិប្បាយស្រាយពំសំទឹកចិត្តឬក៏ទឹកបតីរបស់ប្រគុណម្ចាស់ញាតិញោមក្រីក៏សូមខន្តីដល់អាត្មាទាំង3អង្គដែលសម្ដែងទៅតាមការចេះចាំតិចតួចស្រួយស្ដាប់ប៉ុណ្ណោះហេតុដូចនេះហើយសូមប្រទានពរនិងចម្រើនពរโอสัตตมเยกุเสนรายะยะนัตตาลานมนตเรมุงให้สัพพสัมวัชเรกัมหาตมให้วิสาขมิเตสัพพะเทปนระเตยาเตเทยังภูมิเวเรภูมิเยเมนุเรทะนักขัตติวเสปเรนัมเปียนังอโนเตอนุปาติเสตายะนัมเปียนเทียตกยังอุตตาสะตูลบงกุมยมพระองค์ทั้งไปองค์ทรงกุรุลลักนักกาลได้เรียกสัจจะนีดเวียนสไรมุนมุดปัญจขันธ์โจกันเปรียบปรมเปียนดอยนุปาติเสสะเปียนเทียนลงไงประกอบได้นุเรียนแระนักขัดระเนียไงองเกียเยี่ยมเกียในไงตบปรำตาเป็นโมรมัยขาดิสานงกมหะระไดชมมตัญปัญจไตรนง
ក្រោមចន្លោះបែកតាលព្រឹកទាំងគូនៅសាលវនជាចិត្តក្រុងកុតិនរាក្នុងសម័យទៀបភ្លឺតាក់តាក់ភៈវៈតាបរិណិតតតិវៈតតោបត្តាយជាវិចេតនាទេរតតិវករៈវិមេតាភិកតេបញ្ញាតតាំវជ្រតរៈបញ្ចកតាតិកានិវេតាំវជ្រតហស្តានិអតកន្តានិអហេតុរាប់ចាប់ដើមតាំងតែពីព្រះបមានវិជាអង្គម្ចាស់នោះរួមប្រតិពានបរៈដល់ថ្ងៃនេះព្រះពុទ្ធសាសនាកាលកន្លងកំឡងទៅហើយបាន2553ឆ្នាំ2ខែនិង8ថ្ងៃអ៊ីមៈមិនបច្ចុប្បន្នកាលនៃរាជៈភៈសង្វជ្រេកម្មមហាឧត្តមមហេបៈមៈសាធៈវិសេកាលតថេចពុទ្ធតតិយាតិតិយ៉ាងសោរវិរេបច្ចុប្បន្នសម័យក្នុងកាលឥឡូវនេះគឺស្ថិតនៅក្នុងថ្ងៃសៅរ៍14រោចខែបឋមសាទក្នុងកម្មហរដូវឆ្នាំខាលទសពុទ្ធសករាជ2554អនាគតេកាលេសោវត្តពិវកតរៈយសមេសាធិកៈឆាតាល័យតាំងវជ្រតរៈចតុសតាធិកានិវេតាំងវជ្របហាសានិភវិសន្តិរាយយុកាលនៃព្រះពុទ្ធសាសនាចំណែកខាងអនាគតនៅសល់2446ឆ្នាំ10ខែនិង16ថ្ងៃបើបូករូនសេរីនៃព្រះពុទ្ធសាសនាកាលទាំង3កាលបញ្ចូលគ្នាគឺទាំងអតីតទាំងអនាគតទាំងបច្ចុប្បន្នព្រះពុទ្ធសាសនាកាលគ្រប់គ្រាន់ជា5000ព្រះវស្សាដោយបរិបូរណ៍អ្នកតាសភគវៈតរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសភគវៈតរហតោសម្មាសម្ពុទ្ធស្សៈអ៊ីតោវរੰអ្នកយ៉ាងធម្មទេសនាការសម្ដែងនៅប្រធមទេសនានៅក្នុងឱកាសនេះដោយសទ្ធាជ្រះថ្លារបស់ប្រគុណម្ចាស់និងញាតិញោមពុទ្ធបរិស័ទទាំងឡាយបានអារាធនានិមន្តព្រះសង្ឃដល់ទៅ3អង្គដើម្បីសម្ដែងនៅប្រធមទេសនានៅក្នុងឱកាសនេះអញ្ចឹងការសម្ដែងធម៌ទេសនាដល់13អង្គអញ្ចឹងបើសិនណាជាចាប់មួយអង្គសម្ដែងចប់ត្រឡប់ទៅវត្តមួយអង្គសម្ដែងបន្តទៀតមួយអង្គសម្ដែងទៅបន្តទៀតបើអញ្ចឹងទេមួយអង្គ2ម៉ោងមួយអង្គ2ម៉ោងក៏គឺតែ6ម៉ោងដែរហើយឬមួយក៏ថាសួរគ្នាម្ដងម្នាក់ក៏ពិបាកដែរបើអញ្ចឹងទេបានសេចក្តីថាបច្ឆាវិស័យចនិតចុះតាមលំនាំនិងទំនៀមទម្លាប់គឺតាំងអំពីក្រោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងចូលបរិនិព្វានទៅតាមមានព្រះមហាកស្សបៈមួយអង្គមានព្រះឧបល័យនោះព្រះអង្គហើយមានមហាអនន្តនោះព្រះអង្គទៀតបីចឹងទេខ្ញុំកណាអាត្មាដែលគួងនៅក្រែកដាលនិមន្តមកអំពីវត្តកំពូលភ្នំឈើកាច់ឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងញោមស្ដាប់តែសំឡេងក៏ដឹងដែរអីចឹងទេដោយយើងទៅតាមចេះតែជាងគេដើរគូធ្វើជាអ្នកស៊ូមហាកស្សបៈព្រោះមហាកស្សបៈពីជំនាន់ដើមពីជំនាន់ព្រះចេះខ្លាំងហើយដល់មហាកស្សបៈជំនាន់នេះចេះដាច់បើចឹងទេដើរគូធ្វើជាអ្នកស៊ូទៅមហាកស្សបៈដែរក៏ប៉ុន្តែគ្រាន់តែឡើងលើក្រែបផ្លែតប៉ុណ្ណឹងឯងហើយចំណែកខាងប្រគុណម្ចាស់ដែលគួងនៅខាងឆ្វេងដៃខាងឆ្វេងប្រហោះនៃអង្គខ្ញុំកណាអាត្មាព្រះអង្គនិមន្តមកអំពីបៃលិនគេហៅថាលោកគ្រូត្បូងថ្មបបៃលិនអញ្ចឹងញាតិញោមទាំងអស់បានជ្រាបហើយគ្រាន់តែស្ដាប់សំឡេងមកក៏ជ្រះដែរហើយចែកចាយបើអញ្ចឹងទេឲ្យជាឧបល័យបានន័យថាដោះស្រាយផ្នែកបែកខាងវិន័យ3ដកហើយចំណែកខាងប្រគុណម្ចាស់ដែលគង់នៅខាងស្ដាំប្រហោះនៃអង្គខ្ញុំកណាអាត្មាព្រះអង្គនិមន្តមកអំពីវត្តបទុមហើយចឹងទេបទុមហ្នឹងបទុមទាំងអស់បទុមទាំងសបល់បទុមទាំងធွာបទុមទាំងក្មេងទៅទៀតបើញោមតនិតមើលចុះដំណើរព្រះអង្គឆាន់មលូអញ្ចឹងឃើញតែទុំមាំហ៎បើមិនជឿទេឲ្យលោកអញ្ញឹមមើលចុះឲ្យជាមហាអនន្តជាអ្នកដោះស្រាយពីកពីមហាហើយមិនធម្មតាទេអញ្ចឹងនេះគេថាបញ្ញាមហាអនន្តឲ្យប្រគិនព្រះមានតួនាទីជាមហាអនន្តដោះស្រាយរហូតទៅដល់ពីកពីឯនោះដែលញាតិញោមធ្លាប់ល្បីថាអនន្តនឹងឃ្លាំងធေါ်អញ្ចឹងទេមកល្ងាចនេះត្រូវចំអាត្មានេះឃ្លាំងឆ្ងល់ដែរអញ្ចឹងទេការតែងតាំងប៉ុន្តែទៅចោលដើម្បីនឹងឲ្យងាយ
សួរក្នុងការសម្ដែងថ្លែងនៅប្រធមទេសនានៅក្នុងឱកាសនេះតែមានថ្ងៃនេះទេមានចាប់ដើមតាំងអំពីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងចូលបរិនិព្វានទៅព្រាហ្មណ៍ព្រះអង្គយាងចូលបរិនិព្វានទៅប្រមាណជា3ខែក៏ចាប់កើតទៀងឡើងជាសង្កេយនានេះទៅដោយសារតែចេះការដែលព្រះអង្គគង់បច្ចុប្បន្នមានអាយុនៅឡើយព្រះអង្គតែងតែយាងទៅសម្ដែងធម៌ប្រាប់ដល់ពុទ្ធបរិស័ទគ្រប់ទីទាំងអស់ដើម្បីនឹងឲ្យយល់ចូលចិត្តដើរទៅតាមពុទ្ធដីកាព្រះអង្គដើម្បីនឹងបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃព្រមទាំងសុខកាយផងនិងស្រួលចិត្តផងហើយក្រោយពីធ្វើពិធីរំលាយប្រសពរបស់ព្រះអង្គហើយដោយការនោះព្រះមហាកស្សបៈនឹងយាងទៅដល់ក្រោយដោយមានព្រះមហានរុត្តមួយទៀតដែលមានអេតតកៈខាងចក្ខុទិបញ្ញាទិចក្ខុទិព្រះអង្គពិនិត្យមើលទៅឃើញតែទេវតាទេវបុត្រមិនរីករាយកាលនេះព្រះមហាកស្សបៈយាងមិនទាន់មកដល់ហើយចឹងទៅក៏បានរងចាំទល់តែព្រះមហាកស្សបៈយាងមកដល់គឺរំលាយប្រសពរបស់ព្រះអង្គរហូតទៅដល់ព្រះពុទ្ធសាសនាកន្លងទៅបាន3ខែធ្វើឲ្យភិក្ខុសង្ឃអង្គខ្លះទៅក៏យំនៅទៅសោកសង្រេងស្ដាយព្រះអង្គរហូតទៅដល់ភិក្ខុមកនោះភិក្ខុចាស់លោកបួសចាស់ហ្នឹងលោកតើអើសោអ្នកទាំងឡាយហើយអ្នកទៅសោកស្ដាយអីកាលដែលព្រះអង្គនៅធ្វើអញ្ចេះខុសធ្វើអញ្ចុកខុសលូនក្រាបធ្វើមិនឲ្យក៏សន្ទៅតាមចិត្តលោកឥឡូវមិនថ្មីទេបើព្រះអង្គបរិនិព្វានទៅហើយស្រួលហើយយើងចង់ធ្វើអ្វីតាមទូចិត្តដោយមិនបាច់ខ្វល់គ្មានអ្នកណាមួយមកព្រួតមកបណ្ឌិតមកបដៅយើងរាល់ថ្ងៃដោយព្រះអង្គគង់ធម្មមាននៅទេដល់តែចឹងទៅបានភិក្ខុសង្ឃអង្គទាំងឡាយលោកគិតថាព្រះអង្គបរិនិព្វានទៅមិនបានប្រហែលថ្ងៃផងស្រាប់តែមានពាក្យអីចឹងទៅហើយចុះតម្រាំបាយូទៅទៀតវាមិនបាត់បង់អត់ទៅហើយហើយហាក់ដូចជាអាត្មានឹងគួយថាតែឯងតែអញ្ចឹងដូចលេឲ្យខ្លួនដែរបើគុណម្ចាស់ទាំងពីរអង្គថាបើស៊ូមិនក៏មិនស៊ូមកមិនក៏នៅចាំយូរបូបាច់អីច្រើនបើអញ្ចឹងមិនបាច់ចាំបូបាច់ច្រើនរេកលិចខាងជើងអីយំច្រឡំខាងលិចខាងជើងអញ្ចឹងខាងជើងខាងជើងអាត្មាដែរបើគុណម្ចាស់ត្បូងថ្មបបៃលិនបើអញ្ចឹងទេបើគុណមានតួនាទីខាងវិន័យ3ដងខ្ញុំកណាចង់សួរទៅដល់ឧបល័យថែថាចេះវិន័យប្រែថាយ៉ាងម៉េចឧបល័យសូមអារាធនាគួរតែពាក្យថាវិន័យមានន័យថាម៉េចវិន័យនេះគឺការអប់រំនៅកាយវិជ្ជាចិត្តឲ្យមានរបៀបរៀបរយហៅថាវិន័យតាមប្រគុណម្ចាស់សូមនិមន្តជ្រាបអភុជ្រាបហើយអញ្ចឹងវិន័យ3ដកនឹងតើមានប្រមាណកពីទៅអាអ្នកសូមវិសាចនីអន្តេមហាថេរៈមាន5កំពីណាប្រគុណម្ចាស់ឈ្មោះអីខ្លះសូមរាប់មកមើលអាតាមៈចុបៈសូមទានជ្រាបនោះសេចក្តីរបស់មើលគឺស្ដាប់បានអាទុអាឧបល័យសូមអារាធនាអន្តេមហាថេរៈហៅកាត់រូបភ័យយកហើយចូលទឹកដីខេត្តតកែវស្រុកគិរីវង្សបែបរៀងភ័យចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយជួយភ័យអាត្មាផងមហាកស្សបៈនៅព្រៃវែងអានតិចិត្តធ្វើបាបអ្នកឆ្ងាយមកពីឆ្ងាយមកដល់ហើយអង្គុយមកសបកជួយសូត្រមន្តទៀតឥឡូវសួរមុនគេញាតិញោមគិតមើលក៏ទៅមហាកស្សបៈអត់ជួយអាត្មាទេបែបរៀងកិនទឹកទី1បែបឲ្យតល់ខ្លះញាតិញោមនៅទឹកដីខេត្តតកែវហ្នឹងក៏មិនដឹងទេមើលទៅញោមអាតាមៈចុបៈអាហ្នឹងគឺអាតិកម្មមៈហ្នឹងគឺមហាវៈឯបានឹងបាចិត្តយៈចុះនឹងចុះលវៈហើយបានឹងបរិបារៈណាប្រគុណម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយតលអានតលអស់ហើយចឹងបានជ្រាបដែលដែរចេះអានមួយម៉ាត់កបត់បោហើយជុកបាសរុបជាធម្មខណ្ឌមានប្រមាណឧបល័យនេះសូមវិសាចនី21000ព្រះធម្មខណ្ឌណាប្រគុណម្ចាស់សូមទានជ្រាបសាធុជ្រាបហើយជុកបានបំព្រួយឲ្យខ្លីជាងនឹងទៅទៀតតើបានរៈដែរឬក៏អត់ហើយបានថាយ៉ាងម៉េចដែរអន្តរឧបល័យសូមវិសាចនីតាមតរតនំសួរនេះសួរមែនសួរពីវែងមកខ្លី21000ធម្មខណ្ឌបំព្រួយឲ្យនៅខ្លីមានប្រមាណបំព្រួយឲ្យខ្លីមានតែមួយសូមប្រគុណម្ចាស់ទានជ្រាបឲ្យរួយសូមទានជ្រាបមកគ្រាន់តែឆ្លើយថាមួយគឺមួយអញ្ចឹងខ្ញុំកណ្ដាលក៏ចេះថាដែរឧបល័យមិនដឹងទឹកយ៉ាងម៉េចទេ
មកមួយគឺមួយនោះមួយគឺអ្វីអាញាសូមឆ្លើយមកទៀតមកមើលបើសិនណាជាមិនឆ្លើយនិមន្តចុះទៅសូមបរតនីមួយនោះគឺធម៌ញាតិញោមពុទ្ធបរិស័ទទាំងឡាយព្រះវិន័យ 21000 ព្រះធម្មខណ្ឌសរុបឲ្យខ្លីនៅត្រឹមមួយគឺសព្បតាបស្សអករណៈទ្រង់ទូមានព្រានបដៅមិនឲ្យពុទ្ធបរិស័ទធ្វើនៅធ្វើបាបហាមឃាត់កុំឲ្យធ្វើនៅបាបនឹងហើយគឺវិន័យមួយនោះគឺមួយនឹងឯងសូមប្រគុណម្ចាស់និមន្តជ្រាបសាធុជ្រាបហើយសព្បតាបស្សអករណៈហាមឃាត់មិនឲ្យធ្វើបាបហើយតើកាលណាមិនធ្វើបាបក៏សុខល្អទាំងអស់អីចឹងប្រកាសជាសុខហើយអីចឹងខ្ញុំកដាចង់សួរទៅដល់អ្នកតទៅទៀតថាចេះបាបនឹងសព្បតាបស្សអករណៈលះបង់ធ្វើបាបហើយចង់ធ្វើបាបនោះជាអ្វីឧបល័យសមរតនីអន្តេមហាកាសបរតកែសួរហើយសួរទៀតសួរមិនចេះជុំបាបញាតិញោមពុទ្ធបរិស័ទទាំងឡាយឲ្យតែធ្វើអ្វីមួយរៀនប៉ះពាល់អាចារ្យកុំធ្វើប្រយ័ត្នបាបឥឡូវថ្ងៃនេះដឹងថាបាបទៅមានន័យថាម៉េចបាបមកប្រែចំមកលៀនមុខប៉ុន្តែបើប្រែបង្រៀនសេចក្តីសម្រួលសេចក្តីមកគឺអំពើអាក្រក់អ្វីដែលជាអំពើអាក្រក់នឹងហើយហៅថាបាបណាប្រពន្ធម្ចាស់ដូរពីមុនជ្រាបញោមពុទ្ធបរិស័ទហើយបាបគឺគោលកំហុសគឺបាបមិនដែរប៉ុន្តែបើតាមលោកអត់ថាបាបចឹងទេឧទាហរណ៍ថាសម្លាប់បាត់លោកហៅថាបាបទីតោហៅថាបាបបាចរិយាអីចឹងអញ្ចឹងអាបាបហ្នឹងគឺទោសកំហុសដែលប្រព្រឹត្តល្មើសនឹងវិន័យរបស់ព្រះសម្មាសម្ពុទ្ធហៅថាបាបណាប្រពន្ធម្ចាស់ដូរជ្រាបសាធុជ្រាបតែប្រព្រឹត្តល្មើសវិន័យអីចឹងទៅគឺថាស្មើនឹងបាបដែរហើយចុះបាបទៅនឹងអាបាត់លើគេថាសំដែងដាច់ហើយសំដែងដាច់នឹងដាច់របៀបម៉េចអបល័យសមរតនីអន្តេមហាថេរៈសួរនឹងបែបត្រង់ឲ្យពលនៅនឹងដែរណាញោមខុសត្រូវហើយសំដែងថានឹងឈប់ធ្វើបន្តទៅទៀតនឹងគឺដាច់ហើយត្រូវទៀតណាហើយពីមុនមកហ្នឹងគឺអត់សេចក្តីតែមកពីមុនមកយើងជប់គិតជប់លឹកជប់ប៉ុនហើយនឹងជប់រំលឹកជប់ធ្វើហ្នឹងគឺដាច់ហើយតែមិនប្រពេញទេព្រោះអត់មានដាក់ធម៌ប្រពេញមកសោះដោយប្រការអំពីខាងដើមអញ្ចឹងថាដាក់សុទ្ធតែឆ្ងល់ខ្ញុំកណាស្ដាប់បានហើយអ្នកឆ្លើយថាសម្ដែងទៅដើម្បីឲ្យដាច់ឲ្យរៀងចាស់លែងធ្វើបន្តទៅទៀតហើយចុះបាបមានសម្ដែងដាច់ទេអបល័យសមរតនីឆ្លើយញាតិញោមឥឡូវដល់វគ្គញាតិញោមធ្លាប់ធ្វើបាបតែមានសម្ដែងដែរឬទេការធ្វើបាបអត់មានសម្ដែងទេប៉ុន្តែមានការសុំកម្មាទោសហ្នឹងមានន័យថាចាប់ពីពេលនេះទៅគឺឈប់ធ្វើនៅអំពើបាបអញ្ចឹងមានន័យថាទាល់តែឈប់ធ្វើនៅអំពើបាបហ្នឹងតែបានទទួលនៅសេចក្តីបរិសុទ្ធមកវិញណាប្រគុណម្ចាស់សូមទានជ្រាបសាធុជ្រាបហើយអញ្ចឹងបានសេចក្តីថាឈប់ធ្វើតើកាលណាឈប់ធ្វើឈ្មោះថាជប់ប្រព្រឹត្តអំពើបាបហ្នឹងអញ្ចឹងបើកើតនៅសេចក្តីល្អឡើងវិញឃើញតែបាត់ហើយជប់បើសិនណាជាប្រជុំនៅអំពើបាបហ្នឹងហើយលែងធ្វើអាក្រក់ហើយតើបាបទាំងអស់ហ្នឹងវាអនុអស់ឬក៏យ៉ាងម៉េចអូបល័យសូមរតនីឆ្លើយហន្តេមហាកាសបៈបបិទ្ធព្រះមហាកាសបដ៏ចម្រើនញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានកើតមកនៅក្នុងលោកកសន្នវិសនេះឃើញពន្លឺព្រះសូរិយារះថ្លាត្រចង់ខ្លងផុតផែនដែនព្រឹត្តពីនៃទឹកដីស្រុកគិរីវង្សខេត្តតាកែវឃើញតែសុទ្ធសឹងតែជាអ្នកធ្លាប់ធ្វើបាបមិនខានទេពិតជាធ្លាប់ធ្វើតាមផ្លូវកាយតាមផ្លូវវាចាតាមផ្លូវចិត្តខ្លះឥឡូវព្រះមហាកាសបៈសួរថាបើសិនជាមានការសុំកម្មាទោសហើយបាបពីមុនតើរលុបឬក៏យ៉ាងណាមិនរលុបទេញាតិញោមវារងចាំផ្ដល់ផលរងចាំឲ្យផលនៅថ្ងៃណាមួយដែលបុណ្យបាក់ខ្លាបបាបកញ្ញៃហើយឥឡូវញាតិញោមកំពុងតែមានបុណ្យមានបាយហូបមានបច្ច័យលុយកថវិកាចាយគ្រប់គ្រាន់ថប់តាំងជាអ្នកមានបុណ្យណាគេថាគុកនឹងសោចោលអ្នកបង្កើតអសត់យ៉ាងឆាវកើតពីរោគដំណេកកើតពីការងុយងប់មនុស្សក្នុងលោកកើតពីបុណ្យឥឡូវនេះកំពុងតែមានបុណ្យប៉ុន្តែប្រយ័ត្នតែភ្លេចខ្លួនណាញាតិញោមឧទាហរណ៍ធ្លាក់ខ្លួនជឿហ្នឹងចាប់ដើមបាបពីមកធ្វើទុកធ្វើយ៉ាងនោះសម្រាប់គេយ៉ាងនេះបៀតបៀនយ៉ាងនោះនឹងវាឲ្យផលពេលហ្នឹងមិនមែនត្រឹមតែពេលហ្នឹងទេលះលោកនេះទៅកាន់លោកខាងមុខគឺលោកថ្មីមនុស្សយើងស្លាប់ហើយកើតទៀតតែកំណើតកើតថ្មីហ្នឹងវានាំឲ្យយើងហ្នឹងមានអកុសលកម្មទៅជ្រៀតជ្រែកជួនកាលខ្វន់ខ្វងកងំកងាយដៃជើងខ្វាក់ពីការពីរាងងឹតខ្លងឲ្យជាដើមនឹងសុទ្ធតែបាបឲ្យផលហើយប៉ុន្តែបើសិនជាញាតិញោមដូចញាតិញោមនេះអាត្មាសូមកោតសូមសរសើរនៅជោគវាសនាដ៏ល្អរបស់ញាតិញោមខំស្វាក់ស្វែងកសាងនៅបុណ្យកុសលមិនថាយប់មិនថាថ្ងៃមិនថាព្រឹកមិនថាល្ងាចមិនថាឆ្ងាយមិនថាជិតមិនថាចុករួយសពុនដៃជើងយ៉ាងណាទេខិតខំមកពីឆ្ងាយក្តីជិតក្តីនឹងសូមសរសើរបើសិនជាញាតិញោមធ្លាប់ធ្វើនៅអំពើបាបមែនប៉ុន្តែខិតខំធ្វើនៅអំពើបុណ្យវាលូតទៅឡើងទៅរហូតដ
ដល់ជួបព្រះអរិយបុគ្គលបានស្ដាប់ធម៌មកគាថាពីគាថាបានសម្រេចមគ្គផលបាបហ្នឹងគឺអហោសិកម្មលែងឲ្យផលដូចអង្គលីមីអញ្ចឹងញាតិញោមបានដឹងរឿងហ្នឹងធ្លាប់សម្លាប់មនុស្សរាប់ពាន់នាក់ប៉ុន្តែទីផុតបានសម្រេចអរហន្តបាបទាំងអស់ហ្នឹងអហោសិកម្មបានតែកម្មលែងឲ្យផលអញ្ចឹងមានន័យថាបាបមិនរលុបទេបើមិនយើងធ្វើកុសលរត់ទៅលូតទៅឡើងទៅបាបតាមតនអហោសិកម្មដូចតែពាំងអញ្ចឹងកាលណាវាត្រូវទឹកវាចេះតែលូតទៅឡើងទៅឥឡូវហ្នឹងកំពុងតែធ្វើបន់ប្រហែលមកបន្តិចបាបជ្រៀតចូលអញ្ចឹងក្នុងចិត្តយើងមួយថ្ងៃបាបឲ្យបន់ច្បាំងគ្នាមិនដឹងប្រមាណ100ប្រមាណ1000ប្រមាណ10000ដងឥឡូវកុំឲ្យបាបមកច្បាំងញោមណាខិតខំសន្សំនៅបនិស្ស័យចិត្តស្ដាប់ពធទេសនាដើម្បីឲ្យបន់ហ្នឹងលូតទៅឡើងទៅបានសម្រេចមគ្គផលបាបតាមមិនទាន់អហោសិកម្មយ៉ាងនេះឯងណាប្រគុណម្ចាស់បើខ្វះកន្លះកន្លែងណាសូមនិមន្តជួយបំពេញសូមទានជ្រាបសាធុជ្រាបអើយឧបល័យអ្នកឆ្លាតឆ្លើយមកពេញជាពិរោះហើយនឹងស្ដាប់បានដល់អញ្ចឹងពាក់ព័ន្ធនឹងវិន័យខ្ញុំកណាសួរបន្តិចទៀតសួរតែចេះជំនួញប្រមាណបកាដែរទៅដែលនាំឲ្យខ្លួនបាបឧបល័យសូមអារាធនាហន្ទេមហាកសបៈបបិទ្ធប្រគុណម្ចាស់ព្រះមហាកសបដ៏ចម្រើននឹងយកសំដួមពីណាមកសួរទេញោមសួរមកទៀតហើយផ្លែកហ្នឹងណាបាបមកពោះមែនតើញាតិញោមជឿឡើងមកស្ទាបមើលបងផុតតែម្ដងភ័យមែនតើចំនួន5ប្រការដែលខុសនាំឲ្យបាបចំនួននាំឲ្យបាបហ្នឹងគឺទី1គឺលក់សត្វតែមានជីវិតហ្នឹងទី2លក់មនុស្សទី3លក់គ្រឿងសាស្ត្រាវុធទី4គឺលក់នៅថ្នាំពុលថ្នាំពឹសចំណែកទី5គឺលក់នៅទឹកស្វឹងនេះគឺចំនួនខុស5ប្រការណាប្រគុណម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបឲ្យលក់ថ្នាំពឹសថ្នាំពុលនាំឲ្យបាបហើយចុះលក់ថ្នាំញៀនបាបទេឧបល័យសូមអារាធនាឆ្លើយហន្ទេមហាកសបៈបកាយសួរមែនលក់ថ្នាំញៀនហ្នឹងក៏បាបដែរវាចាត់ក្នុងថ្នាំពុលដែរព្រោះបានបំពុលស្មារតីកាលណាបើថ្នាំហ្នឹងជ្រៀតចូលទៅក្នុងខួរក្បាលលែងស្គាល់ម៉ែលែងស្គាល់ឪហើយម៉ែក៏វាយឪក៏វាយដែរមានញាតិញោមអញ្ចឹងហ្នឹងក៏បាបដែរអ្នកដែលលក់ជួញនៅគ្រឿងញៀនហ្នឹងក៏បាបដែរហើយខុសច្បាប់ទៀតប្រគុណម្ចាស់សូមជ្រាបអូស្មានតអត់បាបពលឹងមិនតែថ្នាំពុលដល់អញ្ចឹងឆ្ងល់ដែរយ៉ាម៉ាយ៉ាបាអំវីតាមីនអេហេរ៉ូអ៊ីនđóស្មានតអត់បាបអីចឹងបាបទាំងបច្ចុប្បន្នបាបទាំងបរិលោកខ្ញុំកដាស្ដាប់បានហើយជំនួយទៅដល់ឲ្យបាបហើយយកឧបមាថាដូចជាសេនាសនៈអញ្ចឹងមានកុដិវិហារសាលាចេតិយនៅក្នុងអារាមទាំងមូលបើសិនណាជាគីគោរពតើបានអានិសង្សដែរទេបើមិនគោរពនាំខ្លួនទៅជាអ្វីសូមឲ្យឧបល័យបងឆ្លើយមកមើលសូមអារាធនាហន្ទេមហាកសបៈបបិទ្ធប្រគុណម្ចាស់ព្រះមហាកសបដ៏ចម្រើនខ្ញុំកណាសូមឱកាសបន្តិចដែរកន្លែងនេះទី1តាក់ទងនឹងការគោរពទី2តាក់ទងនឹងការមិនគោរពញាតិញោមពុទ្ធបរិស័ទទាំងឡាយអ្វីដែលគួរគោរពដូចជាវត្តអារាមទីសក្ការៈឋានកន្លែងគួរគោរពបូជាញាតិញោមគោរពទៅធ្វើមានអាយុវែងហើយកាលណាបើមិនគោរពទេអាយុខ្លីចឹងអ្វីក៏ដោយតាក់ទងការគោរពដូចជាបច្ចុប្បន្នជាដើមធ្វើដំណើរតាមផ្លូវគោកតាមផ្លូវទឹកតាមផ្លូវអាកាសហ៊ានតែមិនគោរពមើលដូចឧទាហរណ៍តាមផ្លូវជាតិដល់ជាតិយើងមានតែបើកតតឹងតតែងមកបំប្រោបប្រងអាយុខ្លីមករំពេចនឹងដោយសារខ្វះការគោរពចឹងទោះតែមានការគោរពផងដែរតាមផ្លូវទឹកក៏ដោយហ៊ានតែបើកកណូតប៊ូចុះប៊ូឡើងមើលច្រាំងមិនមើលព្រៃចូលក្នុងព្រៃប្រោកនៅក្នុងម្ដងចឹងទោះតែមានការគោរពហើយចឹងការគោរពនឹងនាំឲ្យមានអាយុវែងប្រអិននៅឯឋានតាវតឹងនោះតែងតែនមស្ការថ្វាយបង្គំមកក្រោមទេវបុត្រសួរព្រះអង្គថ្វាយបង្គំអីថាថ្វាយបង្គំអ្នកណាដែលមានការគោរពដល់បរតនត្រ័យដល់ចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យមេដាបិតាតកូលរៀមច្បងវត្តអារាមថ្វាយបង្គំអ្នកហ្នឹងប្រអិនហើយទេវបុត្រកាលណាបើឃើញប្រអិនថ្វាយបង្គំតាមចឹងមានន័យថាញាតិញោមពុទ្ធបរិស័ទទាំងឡាយបើចង់បានអាយុវែងចង់បានតុបចង់បានចម្រើនចង់បានកម្លាំងពលំមមមួនចង់សុខកាយសប្បាយចិត្តហ្នឹងគឺត្រូវតែមានការគោរពហ្នឹងក៏ដូចជាក្មេងវាដើរចុះដើរឡើងឲ្យជាដើមធ្វើមានការរំខានដល់លោកយាយលោកតាស្ដាប់ធម៌ហ្នឹងក៏ខ្វះការគោរពដែរអញ្ចឹងនៅពេលដែលម៉ោងពធទេសនាក្តីបុណ្យកុសលអ្វីផ្សេងក្តីត្រូវតែមានការគោរពជាចាំបាច់ញាតិញោមពុទ្ធបរិស័ទទាំងឡាយសូម្បីតែក្នុងរឿងរ៉ាវពុទ្ធសាសនាប្របាទបឹមពិសាហ្នឹងកាលពីដើមហ្នឹងពាក់ស្បែកជើងលើលៀនបច្ចេតីរបស់ព្រះសម្មាសម្ពុទ្ធហើយបំរើចេតីហ្នឹងថាឲ្យតែអញបានធ្វើស្ដេចអញវះបាបជើងគាត់នឹងអំណាចនៃការចងពៀអំណាចនៃការប្រមាថដែលខ្លួនពាក់ទំនាប់ជើងឡើងលើលៀនចេតីប៉ុណ្ណឹងទីបំផុតនៅពេលដែលប្របាទបឹមពិសាជ្រះថ្លាក្នុងពុទ្ធសាសនាបានជាសោតាបណ្ណបុគ្គលបិទអបាយភូមិទាំង4ហើយក៏ត្រូវកូនរបស់ខ្លួនចាប់ដាក់គុកប៉ុន្តែរាជបុគ្គលញោមទោះចាប់ដាក់គុកយ៉ាងណាក៏ដោយដើរចង្ក្រមចុះឡើងអត់បាយយ៉ាងណាក៏ដោយក៏នៅតែរស់រៀនមានជីវិតដែរ
ប្របាទជាតតតោដែលត្រូវទេវទត្តនឹងត្រូវបង្ខំឲ្យសម្លាប់បៃតានឹងចេះតែមកសួរបៃតារបស់ព្រះអង្គចូលទីវង្គតអីនៅថានៅឯសួរអាមាត្យទៅថាលឺតែចេះតែដើរប្របាទជាតតតោថាគាត់នឹងមានអាយុវែងតែសារចេះតែដើរដែរអញ្ចឹងអញវះបាតជើងគាត់នឹងម្ដងមើលអំណាចនៃការប្រមាថមិនគោរពធ្វើឲ្យប្របាទជាតតតោនឹកឃើញវះបាតជើងបៃតាឯងបង្កើតវាឲ្យប្រឡាក់អំបិលឲ្យអាំងទៀតញោមគិតមើលដោយសារខ្វះការគោរពអញ្ចឹងកន្លែងណាក៏ត្រូវមានការគោរពចេតដីក៏ដោយវត្តអារាមក៏ដោយព្រះវិហារក៏ដោយតិចលោកបត់ជើងតូចដល់អត់បានទេមានការគ្រោះថ្នាក់មាសមីភ័យអត់តន់អីទេវតាលោកអត់ជួយទេលោកខឹងទេណាអាហ្នឹងមួយថ្ងៃមុនមកដាក់កន្លែងឯងឯងពុំទៅនៅសំណុកតុកសបាយមកដាក់ឲ្យឆ្អេះកន្លែងឯងអញ្ចឹងអត់បានទេញោមអញ្ចឹងត្រូវតែមានការគោរពកន្លែងនេះហើយបើមិនគោរពទេអាយុខ្លីហើយមានរឿងអីទេវតាអត់ជួយទេហើយបុគ្គលខ្លះទៀតខ្ជិលគោរពត្មងញោមមិនថាតែមនុស្សខ្ញុំសូមបីទេវតាក៏ខ្វះការគោរពឯងមានទេវតាមួយនោះសូមម្នាក់ទេវតានៅខ្លោងទ្វារសេដ្ឋីអនាតបិណ្ឌិតសេដ្ឋីពេលព្រះអង្គទ្រង់យាងទៅផ្ទះសេដ្ឋីអនាតបិណ្ឌិតហ្នឹងទេវតាហ្នឹងខ្ជិលគោរពព្រះអង្គប៉ុន្តែត្រូវគោរពព្រោះកាលណាបើនៅលើព្រះអង្គត្រូវដាច់ក្បាលទេវតាអញ្ចឹងក៏ជូនកូនជូនចៅចុះមកដីមកពេលព្រះអង្គយាងចូលក្រោមខ្លោងទ្វារហ្នឹងហើយពេលព្រះអង្គចេញមកវិញមកចុះមកទៀតមកព្រះអង្គយាងផុតឡើងវិញចុះឡើងខ្ជិលចុះហ្មងទេវតាខ្វះការគោរពគាត់ណាគោរពមួយថ្ងៃមកព្រឹកហើយនឹងមកល្ងាចមកព្រឹកមកល្ងាចប៉ុណ្ណឹងក៏ខ្ជិលដែរសូម្បីទេវតាផងនៅមានទេវតាខ្លះអញ្ចឹងដែរញោមណាទេវតាមានចិត្តអាក្រក់មានចិត្តល្អអញ្ចឹងដែរជួនចៃដល់លោកសថីហ្នឹងក៏អស់ស្បៀងហ្នឹងប្រគេនចង្ហាន់លោកតែចង់កទឹកជ្រក់ហើយមានប្រសាសន៍មួយព្រះអង្គថាព្រះអង្គហើយមិនមានចង្ហាន់ប៉ណាត់ដូចមុនទេឥឡូវហ្នឹងធ្លាក់ខ្លួនក្រហើយកំណត់ដែលយកទៅកប់ហ្នឹងក៏ទឹកសមុទ្រវាលិចលំត្រីឆ្លាំងត្រីអីពំទៅអស់ហើយអ្នកដែលជាពាក់លុយតាមប្រមាណក៏មិនយកមកសងទូលអង្គមក៏មិនចេះទៀតដែរឥឡូវក្រហើយប្រគេនព្រះអង្គបានតែបាយចង់កទឹកជ្រក់ទេព្រះអង្គទ្រង់ត្រាស់ថាមនាលោកសេដ្ឋីកុំគិតថាទានរបស់លោកសេដ្ឋីជាទានអន់សោះឡើយលោកសេដ្ឋីបានធ្វើជាមួយនឹងសោតាបណ្ឌបុគ្គលសកតាគាមីបុគ្គលអនាគាមីបុគ្គលនិងព្រះរហន្តជាគូនឹងគ្នាជាទានបណ្ឌិតណាស់ការតថាគតកើតក្នុងតកូលដែលពុំមានអ្នកសមាទានសិលតថាគតធ្វើទានជាមួយមនុស្សសវណ្ណតថាគតធ្វើទានជាមួយមនុស្សប្រមាញ់នៅតែតថាគតមិនថាជាទានអន់សោះឡើយតែលោកសេដ្ឋីជាទានអស់ចាស់ណាស់បានព្រះអង្គយាងចេញមកទេវតានឹងជូនកូនជូនចៅចុះមកទៀតបានយប់ហ្នឹងទៅទូលមានលោកសេដ្ឋីតែហ្មងញោមនេះនិយាយពីរឿងអ្នកធ្វើបាបតែចុះវាសៅមងយ៉ាងម៉េចខ្ជិលគោរពនឹងវាយ៉ាងម៉េចទៅទូមានលោកសេដ្ឋីទេវតាមានពលឺភ្លឺចូលក្នុងបន្ទប់ដល់លោកសេដ្ឋីថាពលឺអីទេវតាថាខ្ញុំសុំម្នាក់ទេវតាមានការអីទេវតាខ្ញុំចង់មកទូមានលោកសេដ្ឋីទូមានរឿងអីនិយាយមកខ្ញុំចង់ទូមានលោកឲ្យជប់ធ្វើបន់ជាមួយសាមណគោតនហ្នឹងទៅអត់ប្រយោជន៍ទេតាំងពីលោកសេដ្ឋីមានទ្រព្យសម្បត្តិពោពីឥឡូវមកនៅអស់អាលីងហូបបាយតែចុងកទឹកជ្រក់លោកសេដ្ឋីមានប្រយោជន៍អីជាមួយសាមណគោតនលោកសេដ្ឋីថាមនាលទេវតាហ្នឹងឯងពាក្យទូមានរបស់អ្នកឯងដល់ល្អហ្នឹងឯងពាក្យទូមានល្អអ្នកឯងនៅណានៅខ្លោងវាលោកសេដ្ឋីអ្នកឯងនៅខ្លោងវាខ្ញុំចាប់ពីថ្ងៃនេះទៅប្រមូលកូនប្រមូលចៅចេញពីខ្លោងវាខ្ញុំចេញពីដីខ្ញុំឲ្យឆ្ងាយទឹកដីខ្ញុំមិនត្រូវការមនុស្សមាត់អាក្រក់ដូចជាអ្នកឯងនេះគ្មានអ្វីមកបង្វែរចិត្តខ្ញុំឲ្យឆ្ងាយពីព្រះពុទ្ធឆ្ងាយពីពធឆ្ងាយពីព្រះសង្ឃបានហើយតែញោមជឿត្រូវជឿព្រះពុទ្ធជឿពធជឿព្រះសង្ឃណាញោមតែជឿក្រៅពីហ្នឹងខុសតើជឿការត្រាស់ដឹងរបស់ព្រះពុទ្ធមានធម៌ 84000 ពធមួយខណ្ឌពិតប្រាកដនៅក្នុងបត្រៃ3ដកមកទូ110ក្បាលញាតិញោមត្រូវជឿចឹងពិតប្រាកដទេវតាមានអីញោមដល់គេដាច់ហ្នឹងមានហ៊ានទៅនៅអីលោកសេដ្ឋីនឹងសោតាបណ្ឌបុគ្គលបានសម្រេចសោតាបត្តផលផងរត់ចេញមកទៅនៅក្នុងស្មៅក្នុងព្រៃព្រឹកសាលតាវត្តសុទ្ធតែមានទេវតានៅទាំងអស់កន្លែងណាក៏មានទេវតានៅអត់កន្លែងនៅទៅពឹងទេវតាថែរក្សាស្វេតឆ័ត្រលោកចាស់ឲ្យជួយខ្ញុំផងខ្ញុំអត់មានកន្លែងនៅទេអ្នកឯងថៃនិយាយរឿងរ៉ាវប្រាប់អូទៅទូមានលោកសេដ្ឋីអញ្ចឹងខ្ញុំជួយបានទេលោកសេដ្ឋីនឹងមានបនធំណាស់ទៅពឹងចាតមហារាជការទាំង4នោះប្របាទខតរៈខរុលហករូបខកវេរៈនោះទៅពឹងនៅទៀតអត់មានទេខ្ញុំមិនមានទេលោកសេដ្ឋីនឹងបនធំណាស់ទៅពឹងបានទៅពឹងបានទេខ្ញុំមិនមានទេខ្ញុំមិនមានជួយវល់ទេជួយវល់ឲ្យផងមិនមានទេឥឡូវខ្ញុំមានវិធីមួយអ្នកឯងទៅវិញទៅរកប្រមូលទ្រព្យលោកសេដ្ឋីដែលធ្លាក់ក្នុងសមុទ្រនោះទៅឲ្យលោកសេដ្ឋីពេញឃ្លាំងវិញបញ្ចូលចិត្តអ្នកណាដែលជាពាក់លុយលោកសេដ្ឋីហ្នឹងទៅឲ្យសងលោកសេដ្ឋីវិញបានទេវតានោះខំមកប្រឹងឲ្យខ្ញុំមកប្រមូលពីទ្រព្យសម្បត្តិពីសមុទ្រទឹកប្រៃផងនោះអាជាតិប្រៃនឹងវាចេញមកត្រូវភ្នែកត្រូវអីផ្សារយ៉ាងណាចេះប្រាំងដើម្បីបានកន្លែងនៅវិញបញ្ចូលចិត្តអ្នកណាដែលជាពាក់លុយលោកសេដ្ឋីសងលោកសេដ្ឋីទាំងអស់បានចាត់ចែងទ្រព្យសម្បត្តិពេញឃ្លាំងលោកសេដ្ឋីដោយកាឡារីអញ្ចឹងយកឃ្លាំងនេះក៏ពេញប្រាក់ឃ្លាំងនោះក៏ពេញមាសអញ្ចឹងទៅសុំលោកសេដ្ឋីវិញលោកសេដ្ឋីឲ្យខ្ញុំនៅវិញមកលោកសេដ្ឋីខ្ញុំនឹងបានប្រមូលទ្រព្យលោកសេដ្ឋីពេញឃ្លាំងវិញមែនទេបើមិនជឿលោកសេដ្ឋីទៅមើលឃើញពេញឃ្លាំងវិញលោកសេដ្ឋីក៏កាន់ដៃសូមម្នាក់ទេវតាទៅគាល់ព្រះអង្គសូមម្នាក់ទេវតាហាមខាត់ទូលគុំមិនឲ្យធ្វើបន់ជាមួយព្រះអង្គឥឡូវនេះដឹងខ្លួនខុសបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលបាបដរាបណាបាបមិនទាន់ឲ្យផលតែងសម្គាល់ថាបាបជាទឹកឃ្មុំលុះបាបឲ្យផលទៅដឹងថាបាបវាលវិញជូរចត់យ៉ាងណាជាការពិតណាញោម
មនុស្សយើងកំពុងតែមានស្ដុកស្ដំកំពុងតែភ្លើតភ្លើនកំពុងតែវង្វេងវង្វាន់ភ័ន្តច្រឡំមិនដឹងកោះមិនដឹងត្រូវមិនដឹងល្អមិនដឹងអាក្រក់ចេះតែធ្វើបាបណាបាបណីលុបបាបឲ្យផលរកតខោមកចកេះស្លីបបានផងជួនកៅណាញោមអញ្ចឹងបានយើងខំប្រឹងធ្វើឲ្យទៅបាយមកវៃសណ្ដែកមកគួងស្លាប់ចំណាត់មលូមិនមកស្លឹកទឹកមកត្រឡប់ចេះតែខំប្រឹងទៅញោមណាដើម្បីអីជួបនឹងព្រះច្បាស់នឹងធម៌សន្តានចិត្តល្អអាយុវែងទៅវែងឋានលើទៅជួបសេដ្ឋីអនាថបណ្ឌិតនោះចាប់ពីពេលនោះមកសេដ្ឋីអនាថបណ្ឌិតមានរហូតដល់គាត់ស្លាប់គាត់ឈឺរៀបស្លាប់ហ្នឹងគាត់ទៅនិមន្តព្រះអនន្តនិងព្រះសរិបុត្រមកសូត្រធម៌ចាក់ខំអនាត្តាភ្នែកមិនមែនជារបស់ខ្លួនទេរូបាអនាត្តារូបទាំងឡាយមិនមែនជារបស់ខ្លួនទេសោតាំងអនាត្តាដូចជាមិនមែនជារបស់ខ្លួនទេសត្វអនាត្តាទាំងឡាយទាំងឡាយមិនមែនជារបស់ខ្លួនទេខៀនអនាត្តាចំពោះមិនមែនជារបស់ខ្លួនទេគន្ធាអនាត្តាក្លិនទាំងឡាយមិនមែនជារបស់ខ្លួនទេជីវហាអនាត្តាដាតមិនមែនជារបស់ខ្លួនទេរសាអនាត្តារស់ទាំងឡាយមិនមែនជារបស់ខ្លួនទេកាយយោអនាត្តាកាយមិនមែនជារបស់ខ្លួនទេផលថាពីអនាត្តាសម្ផស្សទាំងឡាយមិនមែនជារបស់ខ្លួនទេមនុស្សអនាត្តាចិត្តមិនមែនជារបស់ខ្លួនទេធម៌មានអនាត្តាធម៌ទាំងឡាយមិនមែនជារបស់ខ្លួនទេសាបសោតចប់អនារបណ្ឌិតកសេដ្ឋីយំងក់យំត្រកទឹកនៃតក់លើទៅទេព្រះអនន្តលោកសថៃមកយំចុងលោកសថៃបបិទ្ធព្រះអនន្តតាំងពីខ្ញុំកណាកើតមកខ្ញុំដាក់កណាមិនដែលបានស្ដាប់ធម៌ព្រោះអញ្ចឹងទេអាឡ័យទៅរកទ្រព្យសម្បត្តិហ្នឹងព្រះអង្គទ្រង់យល់អធិស្ឋានអ្នកដែលរកស៊ីហ្នឹងមិនត្រូវសម្ដែងពីអ្វីមិនមែនជារបស់ខ្លួនទេតែសម្ដែងមិនមែនជារបស់ខ្លួនយូរលៃរកស៊ីបណ្ដោយអ្វីក៏មិនមែនជារបស់ខ្លួនហើយសថៃក៏យំឲ្យផ្ដែផ្ដាំថាឲ្យផ្សព្វផ្សាយធម៌ហ្នឹងដល់អ្នកស្រុករបស់លោកសថៃហ្នឹងទៅព្រះសរិបុត្រព្រះអនន្តនិមន្តមកដល់វត្តវិញមិនទាន់មកដល់វត្តហ្នឹងសថៃហ្នឹងក៏ស្លាប់ទៅកើតក្នុងឋានដោសិតឥឡូវនៅក្នុងយំមិនទាន់បាន7ថ្ងៃបងមកយប់មួយថ្ងៃនៅឋានដោសិតហ្នឹងវាស្មើនឹង400ឆ្នាំឋានមនុស្សយើង400ឆ្នាំឋាននោះយើងគុណនឹង7 2800ឆ្នាំឥឡូវពុទ្ធសាសនាទៅកន្លងទៅបាន2553ឆ្នាំ2ខែនឹង13ថ្ងៃគឺតែអាណាបណ្ឌិតកសេដ្ឋីទៅកើតនៅឋានដោសិតហ្នឹងមិនទាន់បាន7ថ្ងៃវិញប្រឹងធ្វើបន់ធ្វើទានទៅជួបគាត់ទៅសួរគាត់ទៅរឿងហ្នឹងគឺពិតប្រាកដអញ្ចឹងមែនខ្ញុំតាណាមានចម្លើយឆ្លើយតែប៉ុណ្ណេះទេណាប្រគុណម្ចាស់សូមនិមន្តជ្រាបកឡោសេកឧបល័យឆ្លាក៏ប៉ុណ្ណឹងទៅចុះបបខំទៅទៀតក៏កើតវិនយ៉ាងបច្ឆាវសានេហិពិសោបរតនីបណ្ឌិតកថេទាំងពុទ្ធបងសូមរលះរលែងបត់ម៉ែបារាំងស្រាវពូចិត្តពួតតាលូដែលដើមអំពីកោស្មោកគេចាច់ឲ្យរលះរលែងទៅមក
ងាកមកខាងស្ដាំនៃប្រហោះខ្ញុំកណានេះវិញដែលសម្លឹងមើលទៅព្រះអង្គកំពុងប្រគំថ្មិនថាអូប្រហែលជាឯងមិនបានឆ្លើយក៏មិនដឹងអីចឹងទៅព្រះអង្គនិមន្តមកទីវត្តបទុមឃើញតែបទុមមកសពបទុមទាំងសំឡេងបទុមទាំងកាយបទុមទាំងប្រហោះបទុមទាំងថ្មីនេះសពអីចឹងការតែងតាំងអំបញ្ញមិញអំពីខាងដើមប្រគុណម្ចាស់មិនតវ៉ាទេបើចឹងទេនៅស្ងៀមមិនចឹងប្រកបជាព្រមល្មមទទួលហើយអីចឹងទេខ្ញុំកណាសូមសួរទៅដល់អ្នកថាឲ្យងារជាអារម្មណ៍នឹងអ្នកព្រមឬក៏យ៉ាងណាបើសំណាជាព្រមក៏ឆ្លើយថាព្រមបើមិនព្រមក៏ឆ្លើយថាព្រមសូមអារាធនាងាកមកដល់កម្មវិធីខ្ញុំបកករណាប្រគុណម្ចាស់ទៅសួរថាទទួលដែរឬមិនទទួលឆ្លើយជាអនន្តហ្នឹងព្រមឬមិនព្រមឆ្លើយថាព្រមប៉ុន្តែមិនមែនព្រមឲ្យទល់ព្រឹកទេពីព្រោះពេលវេលាហ្នឹងខ្ញុំកណាមហ៊ានទៅដកភ្នែកពីនាឡិកាប្រមាណទេផ្ទៀងរហូតចេះតែលួចមើលយាយខ្លាចគីឡូគាត់ឡើងទៅអស់ណាឡើងតាមដែរហើយគីឡូទៅពីរូក្ដុំតុកឆាងមកចៅវាប្រញាប់ឲ្យយាយមកសម្រានម្ដងដល់វៀនវាទៅម្ដងហើយបើអញ្ចឹងខ្ញុំកណាមិនហ៊ានទទួលយូរទេប៉ុន្តែអានន្តនេះមិនមែនដូចអានន្តជំនាន់ព្រះទេអានន្តហ្នឹងអានន្តតេឲ្យទៅសួរច្រើនតេតែមកអានន្តជំនាន់ព្រះមកសម្ដែងធម៌ជ្រែកដីមកងើបព្រឹកចំពីមុខព្រះទេតែមកអានន្តអាត្មារងថ្ងៃដើរជិះទៅម៉ូតូបុកហើយធ្លុកហើយបើមិនដើរឡើងត្រែមិនចេះជ្រែកទេអានន្តពីដើមគង់នៅពីក្រោយព្រះចាំកាន់ផ្លិតបកថ្វាយបងប៉ុន្តែអានន្តអាត្មាទើបថ្ងៃនេះបានជំនៀងព្រះបន្តិចគេដាក់ទៅពីមុខព្រះរហូតប៉ុន្តែបើគិតនៅក្នុងគំនូនៅតែមុខព្រះដដែលអានន្តអាត្មាអានន្តពីមុខព្រះហើយអានន្តពីជំនាន់ព្រះអានន្តឃ្លាំងចាំអានន្តអាត្មាអានន្តឃ្លាំងផ្លេចអញ្ចឹងខ្ញុំបកករណាអានន្តដែរប៉ុន្តែអានន្តសើនេះគ្រាន់តែតំណាងទេប្រគុណម្ចាស់ហើយខ្ញុំកណាទទួលប៉ុន្តែនឹកថាបើសិនជាឆ្លើយទៅព្រោះក្តីមិនព្រោះក្តីអភ័យទោសប្រគុណម្ចាស់គ្រប់អង្គនឹងញាតិញោមនឹងមេត្តាគង់ឲ្យតែស្ងៀមស្ដាប់យល់ក៏ដោយមិនយល់ក៏ដោយធ្វើឲ្យដូចកំពុងតែយល់អញ្ចឹងទៅញោមណាធ្វើឲ្យខ្មឹងដូចកំពុងតែស្ដាប់យល់ដែរអាត្មាហ្នឹងមានកម្លាំងតាមនឹងដែរស្រុកគិរីវង្សពីជំនាន់ដើមហ្នឹងល្បីល្បាញខ្លាំងណាស់ផ្នែកខាងសាលាបល័យលោកគ្រូបល័យប្រមាណរូបនៅខាងភូមិភាគខាងកើតហ្នឹងសួរប្រវត្តិគាត់រៀនចេញពីស្រុកគិរីវង្សទាំងអស់អាត្មាទៅមិនស្គាល់ថ្ងៃនេះដែរទេតែចឹងហើយប្រគុណម្ចាស់យកយល់ផងខ្ញុំកណាទូលប្រគិនប៉ុណ្ណេះបើខ្វះចន្លោះអីមេត្តាជួយបន្ថែមខ្ញុំកណាទៅឆ្លើយប្រគិនហើយស្រួលផងមើលម៉ោងផងណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបបាយអានន្តបើតាមស្ដាប់មើលទៅបើព្រមដែរក៏ប៉ុន្តែព្រមត្រឹម1ម៉ោង2ម៉ោងទេមិនព្រមទួតព្រឹកទេសត្វការជើងទុកមុនឲ្យហើយប្រហែលជាខ្លាចអន់ជឿនយ៉ាងមកទៅបានជាមិនហ៊ានព្រមយូរអីចឹងទេមុននឹងប្ររពនៅសំណួរសូមនមស្ការចំពោះដល់ព្រះភគវន្តមនីអ្នកមោតសៈព្រះទាំងវៈតរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈព្រះទាំងវៈតរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈព្រះទាំងវៈតរហតោសម្មាសម្ពុទ្ធស្សៈអោសោដំបូនខ្ញុំកណានឹងសួរអនន្តអំពីសតន្ត3ដកសតន្ត3ដកនឹងបានន័យថាម៉េចអនន្តអ្នកសូមវិសាចនីសតន្ត3ដកបានន័យថាព្រះសោតណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបបាយព្រះសោតហើយជាព្រះសោតនឹងមានប្រមាណកពីទៅអនន្តសូមវិសាចនីព្រះសោតនឹងមាន5កម្ពីសូមជ្រាបសួរប្រមាណឆ្លើយប៉ុណ្ណឹងហើយ5កពីនឹងមានកពីអីខ្លះដែរអនន្តសូមវិសាចនីមានកម្ពីទីខនិកាយហើយមជ្ឈិមនិកាយនោះ2ហើយសង្យុត្តនិកាយនោះ3អង្គុត្តរនិកាយនោះ4ខតកនិកាយនោះ5បើមិនជឿទៅឆែកមើលក្នុងទូសូមនិមន្តជ្រាបឲ្យទៅឆែកមើលហើយកណ្ដាលទៅមើលទាន់បើនៅឯនេះឥឡូវអីចឹងទៀតខ្ញុំកណ្ដាលស្ដាប់បានហើយកពីដែលអនន្តទាំងរាប់អំបញ្ញមិញហើយចុះបើសរុបជាធម្មខណ្ឌមានប្រមាណដែរអនន្តសូមរតនាឆ្លើយមាន21000ធម្មខណ្ឌសូមនិមន្តជ្រាបសាធុជ្រាបហើយអនន្តអ្នកបែកចឹងទេយោងទៅតាមកម្មវិធីបំក្រំតែប្ររុបក្នុងឋានៈខាងដើមជាលំនាំបំណុកនៅក្នុងសតន្ត3ដកមានប្រមាណជា5កម្ពីអំបញ្ញមិញហ្នឹងអីចឹងទេខ្ញុំកណាសួរហ្មង
ព្រោះនិមន្តចូលមកមាញ់ហ្នឹងឃើញតែមកឃើញពុទ្ធរូបហើយបានស្ដាប់ឮសំឡេងពីថ្ងៃមកនឹងប្រពៃពិធីពុទ្ធាពិស័យអីសពគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងខ្ញុំកដាឆ្ងល់ថាពុទ្ធរូបនឹងកើតឡើងពីកាលណាមកដែរអានន្ទៈសូមរតនាឆ្លើយពុទ្ធរូបនឹងកើតឡើងតាំងពីជាងធ្វើមកណាអង្គម្ចាស់សូមជ្រាបកើតតាំងពីជាងធ្វើឆ្លើយរកតែកន្លែងត្រូវហើយកើតត្រឹមពីជាងធ្វើក៏ប៉ុន្តែមិនទាន់ចំហើយចឹងមើលអានន្ទៈឆ្លើយកន្លែងចំមកមើលសូមរតនាពុទ្ធរូបថ្មកែវមិនដឹងសួរពុទ្ធរូបអង្គណាទេញោមណាបណ្ណាប្រហែលជាស្មានមើលទៅសួរពុទ្ធរូបថ្មកែវហ្នឹងណាខ្ញុំកណាចុះទៅមើលដល់កន្លែងគេយកនៅខេត្តពោធិ៍សាត់ស្រុកកវាញបើមិនទៅមើលឃុំសត្រែឃុំសំរោងស្បូវរីកតតែធំផ្ទះតកុកភូមិអូតែជាងនៅភ្នំបត្រាយនោះកន្លែងទីម៉ៅតាធំណាស់គេឆ្លាក់ថ្មកែវហ្នឹងនៅកន្លែងនោះហើយបានដឹកមកចែកចាយសាខាពេញស្រុកខ្មែរតែមិនដឹងចង់សួរថាពុទ្ធរូបអង្គហ្នឹងឬពុទ្ធរូបទៅនៅលើបលាំងឯងខ្ញុំកណាក៏សូមឆ្លើយប្រគេនថាការដែលឆ្លាក់តមកហ្នឹងយកលំនាំតាមបុរាណកាលព្រះអង្គគង់ប្រជជននៅអត់ទាន់មានទីណាឆ្លាក់ទេមានកពីមួយកពីអសរគេទេគេថាកាលនោះព្រះអង្គចេះតែនិមន្តឆ្ងាយតែតែនៅទីកោសលនឹកសូមឲ្យគេឆ្លាក់ម្ដងធ្វើពីខ្លឹមច័ន្ទហើយអាត្មាហ្នឹងនឹងការសិក្សាដទៃទៀតរកមើលទៅខ្លឹមច័ន្ទហ្នឹងវាអត់មានឃើញពិតប្រាកដអញ្ចឹងក្រោយពីព្រះអង្គបរិនិព្វានទៅ400ឆ្នាំមានស្ដេចមួយអង្គនោះឈ្មោះថាកនិសកៈមានទីប្រឹក្សាមួយនោះឈ្មោះអស្វៈខោសៈដែលជាជនជាតិក្រិចហើយគេប្រកែលគេព្រាមណាស់ដល់គេមកចូលសាសនាគេចិត្តកញ្ញុព្រះអង្គពួកហិណ្ឌូពួកព្រាមគេមានទេវរូបបូជាណាពុទ្ធសាសនាយើងអត់មានទេអញ្ចឹងគួរធ្វើហើយអញ្ចឹងក៏យល់ព្រមគ្នាចាប់ដើមកសាងរូបរាងជាពុទ្ធនឹងឡើងមកនៅក្នុងពុទ្ធសករាជកន្លងទៅ400ឆ្នាំនៅអង្គម្ចាស់សូមជ្រាបកន្លែងដែលចង់បានហើយមិនហ្នឹងអានំទាំងឆ្លើយថាចេះតែឆ្លាក់មកតគ្នាតាំងអំពីពុទ្ធសករាជមានប្រមាណជា400ឆ្នាំខ្ញុំកណាចង់ដឹងតទៅទៀតហើយចេះហើយយកបើសិនណាជាការរចនាឆ្លាក់តគ្នាមកអញ្ចឹងបើចែកជារបៀបមានប្រមាណរបៀបអានំទាំងសូមរតនាឆ្លើយអន្តេថេរៈបរិបរាប់របៀបក្តោបធំមាន2បើក្តោបរាយតែមួយមានដល់8 9ឯណោះសូមនិមន្តជ្រាបក្តោបធំមាន2ហើយដល់ទីក្តោបរាយមានដល់8 9ហើយចឹងគូសួរតាណាមុនញោមសួរកន្លែងតិចឬក៏សួរកន្លែងច្រើនហើយចឹងសួរកន្លែងច្រើនតែមកណាឲ្យអន់កម្លាំងបន្តិចអង្គសអនន្តៈបើអ្នកឆ្លាតយ៉ាងនេះតើហើយចុះប្រមាណជា8 9របៀបនោះរបៀបអីខ្លះរបៀបបិចទៅអនន្តៈឆ្លើយមកមើលសូមវិសាចនីពីក៏វែងល្អម្ល៉េះតស្សវចនៈអហង្សត្វាមហាកស្សពេនៈលឺហើយស្នូសូសៀងពវាចាថ្លាថ្លែងជាកុច្ឆាសួរមនុស្សខ្ញុំប្រកាសណាមិនយូរឡើយនឹងលើកចម្លើយឆ្លើយតបទៅវិញរូបពុទ្ធដែលគេធ្វើជាពីររបៀបណាញោមណាគេហៅថាជាគំនូមួយជាចម្លាក់មួយជាគំនូគេហៅថាបតៈភាសាបាលីថាបតៈប្រែមកថាស្នាមគេគូសរសេរអក្សរបហើយនឹងតអានតាមខ្មែរបទព្រះបតៈយូរទៅជាព្រះបទយូរលើតែប្របាត់ហើយតែខ្ចីប្របាត់លោកមកសូត្រមុនហើយដល់ទៅប្របាត់ហ្នឹងទៅអត់ព្រះហ្នឹងគេមូលកើតជាបទបានបានគេហៅព្រះបទតែឯណានោះទៅវិញអញ្ចឹងនៃទី1គំនូនៃទី2ចម្លាក់ហ្នឹងគឺគេឆ្លាក់ពីឈើពីថ្មអញ្ចឹងក្តោបធំមានពីរហ្នឹងប៉ុន្តែដល់យើងយកមួយយកមកពន្លាយថាទោះបីថាឆ្លាក់ក៏ដោយឬគូក៏ដោយមាន8ឬ9រចនាបថបានន័យថាប្រភេទបែបថែមទី1ឲ្យឈ្មោះថាវិតរកមុទ្រាគឺព្រះអង្គសមាធិដាក់ប្រហោះស្ដាំលើប្រហោះឆ្វេងប្របាតស្ដាំលើប្របាតឆ្វេងខ្មិចប្រណេតនិងសមាធិទី2គេហៅថាមេរវិជ័យព្រះអង្គទ្រង់ចាញ់នេះដាក់ប្រហោះស្ដាំសំយ៉ងចោះប្រហោះឆ្វេងនៅលើប្របាតឯទី3ឲ្យឈ្មោះថាបត្រាទានមុទ្រាគឺរូបព្រះអង្គគុំឈរឲ្យបាតបណ្ដាតឯទី4ឲ្យឈ្មោះថាធម្មចក្រមុទ្រាគឺព្រះអង្គទ្រង់សម្ដែងធម្មចក្រដែលលើប្រហោះឡើងនឹងមានជាកាយវិការផងឯចំណែកខាងទី5ហៅថាសយនមុទ្រាគឺព្រះអង្គទ្រង់ផ្ទុំព្រៀងទៅខាងស្ដាំឬក៏បរិនិព្វានឯចំណែកទី7អភ័យមុទ្រាគឺព្រះអង្គប្រទានអភ័យរៀបប្រហោះចេញក្រៅណាទោះជាឈរក្តីក៏ភ្នែនក្តី
ai chừng nay khang ti pram pi rồi rẽ một tria bóng và tiên po bóng sầm dòng và hoa cho pram ria thì cài về che ai chừng nay khang ti phẩm bấy đôi dương cả phong cả khương tu bóng pram ria ai có cột rùm mà bài cứ đại hai ti phẩm buôn nó dương khương là lừa bà láng tu tu óng bia bia mày trai đại khang là ti mà dương kia hai thà có cô đi sát avalokate swara ai một không ai dương nè hay là dương kia hai thà có cột bia bia mày trai dương ai có rốt vai cùng ban là dương thoa na cả ta chơi cột thia sau đó tay ta chạy ana ta chạy đi cột thia hàng quan ti nó có cột khăn ana cột vai cùng đây nó khi ông cả na đi rồi có pan năng ti trai đi mình trai kho đi mình kho ấy từ xa xưa chiên khuôn vòng cho xóm đi môn chì đào chạy đón cứ mau đây mình bàn priêng túc na ông mà chắc xóm chì mau đây mình bàn priêng túc ấy mau đây mình bàn priêng túc mau là biết bách anh nói xóm mà ra tình yêu chơi sẽ tại chân mà đau sọc không ai đâu mà dương anh bàn đi môn dương màu thỏ nắng màu trắng xóm chì ấy chân mà đau sọc không ai rất là chơi đi đó bao mình xuống mình ở chừng đó là rất là xuống rất là chừng mưa chân mà to tam là viêm mạch đá đạp đen ôm trời mà mưa mà ra thành đi và hai mình đã châu nông prẹt mà rong mà đi chỉ về ăn tí con mình đặng nhôm và hai đại lư đấy và hai mà rọt nứng nó chia mà rọt bao Campuchia dương nứng mau đầu chạy đón đấy thì đám cái nia cà phê nứng non thưa này đi nứng cái nia cà phê non thưa trong co sang prẹt mà on nó cả nóng trong co sang prẹt tới của vị cha là na thế đi thưa ấy đó giờ ai mà thưa cha na thấy giờ chơi on mà thưa ca đấy cái đàn chế đó là bạn này nó lên tóc nó bị cam tê bắt cho hót vai tầm năng và kiên tầm năng và con mà chắc tóc nhom cả na tầm nia từ rò mò ấy con men từ rò mò tay lên nó đây có tới rò mò nó bạc nung bị bò nung bị bò lọc đó là tay rò tới từ khôi nhặt mò lo lỏ do anh cái thầy này bọc đại chặt khơi cây như thế này bọc kê bọc đại chặt là bọc này là nó kê mà nào thì tới đó khơi mò mà đóng qua nước sẽ đại bài ấy mưa xu cụ dạ cùng con là nơi cà tiền những cái thằng mò nó từng lấy anh bên tiền gió có gió mò năng màu đo tới cái tiền và nè cà phê nó họ chiên cho làm ban chiên đặt cái viên cá mò nó vừa răng tới răng chiên mò cây đi tiếp họ đòi chân tới bán bán ra vì sự cam tiền và bớt nó chặt tới ấy nó cà con pre ban khơi và phèn pre đá để chặt đôi chân mà nó con chặt đấy giống kê và đa này chui chặt mà nó ở vùng tây này chặt rồi sai tới của ban phải chọc thiên tháo còn non thì áp bị sai nữa đó là dây phần khai tư xong mình chia ai cả xa để xong ban đó bên ai cả xa là bao lúc là vi phi nó là bao lúc gió sửa đá ai cả xa không sai và đa không ai ai cả xa là bao lúc thu xong xíu rồi tiếng ai cả xa cam từ cha sôi già ai dây khó khăn kia khác còn là ai xong mà đi tiền chun chỉ tập than được tệ mũi do lẹ trong lẹ láng và lẹ là làng caสมัยโน้ตได้ยินโยมไฮกับปีไปไตรไปดอนนั่งเมียนอาคาคาเนี่ยอาคาคานั่นคือทัวร์ในลางกานั่งอะไรนั่งซอกซอนติดทิพย์สมบูรณ์แหลกพลาดđó là chân tới lưu tầm năng là bấy mà đo sọc không ai dưới miền phạt ná trong con miền cà pi cái tầm năng tha nó nơi khang cái tê Sri Lanka cái tê đi nó kiểu miền cà pi cái trai bấy đó chân gì thì sẽ đặt cái tê Mê Lan luôn đó ở bây giờ về cho ta đặt cái tê Phú Mi là ai cái ta cái tê Ly Phú Mi nắng ai con trao trên nhạc trai những tay chừng lo cà pi cái trai bấy đó kia đây đặt một cái on tay tầm mỏng đó là tay chừng lo bán vô mới giặt cái lấy khơi cái cây mà con nắng có xong ý chọn xong đại cho sầm bắt nó bao cái tê Phú Mi á, đòi chấn cái ao vô máu vô nó xong ban thì lang cá nó đặt sập tơ muối và tay bay đọ nắng sập tơ muối con đá và cây một con nè đấy là nẹp lại sẽ có mà đó là đá sập mót nhiều máu cho chụp mọc vào tay là sập tơ nhưng mọc bọc phạt nó rồi mọc phạt nhẹ mong cái đơn đó ở trường non nó cái tê Campuchia dưới nhưng đang thạch Phnom cả lại đây đây cô mừng tê cao sập tơ mừng cái Phnom và giòn cao nè ở đây đo mà chỉ hiến khang Phnom đâu ra cho nó mà chỉ hiến khang và giòn cao đấy đây đòi nó cô mừng ở khai kia khang cái đơn của tê Campuchia nó ấy miền khai cái tê ní miền Trung khai cái tê ní nơi khang nằm đó là cây cày từ non và ba cái cung sâu rồi buông để rót đi và tham miên cái miên lưu di khỏi cái giòn cao nó cái miên so cả ôm mà đó trường non cái đại tê động mũi ấy sẽ cái đăng tầm năng khơi chăng tới dũng thì ở cho sập tơ mà bị na chứ nó có trùng thùng mà đấy cho từ mưa tới có đăng tham miên và cao mà con miên cái pi chắc còn non kia hai lan một lứa đang mình cây phong lần ở qua rạch tận này mình lúc ở cung này lần tới lúc ở cung đây thôi tự nhiên mày trai chỉ vai sọc chỉ đạch trai những non tầm năng từ vai đạch nơi phim đi bên đó có lần có đang là trắng đạch của chia la nhôm đó bán từ tua con là bao tầm năng hai mình ta còn lo tiếp có bán tôi chỉ vót khăn ông ca tầm mai đó thôi vót ram vót muối mua thằng vót cột miên đâm sầm rạp tầm con là cây một con này ấy vót muối tiếp mua thằng vót cột khô sa cha sầm rạp đầm con nẹt ra cái mau tìm đi vót muối tiếp mua thằng vót lang ca tu tầm con cái tim trai để đọ vót muối tiếp mua thằng vót cây cột lươn sầm rạp tầm con cây cột lươn nhôm đó ấy vót muối tiếp mua thằng vót ở na lao tầm con rôm và chum chám pre a chị vót ở lôn dương phật ngay đây cho bắp la hàng thằng vót cả lưng
ប៉ុន្តែវត្តភ្នំពេញសពថ្ងៃគេដាក់ឈ្មោះដល់យោងតាមលំនាំរឿងនឹងផងក៏មិនដឹងពីព្រោះរឿងនេះកើតមុនភ្នំពេញទីតាំងនៅកណ្ដឹងអញ្ចឹងបានគេដាក់ឈ្មោះយកលំនាំតាមរឿងរ៉ាវនឹងអញ្ចឹងបកៅមរកតហ្នឹងក៏បានចូលមកដល់ស្រុកខ្មែរយើងហ្នឹងជាការចែកដនកណ្ដឹងណាអង្គម្ចាស់បានមកនៅស្រុកខ្មែរគឺនៅក្នុងព្រះបរមរាជវាំងទល់សពថ្ងៃនឹងឯងនេះដោយចែកដនរឿងរ៉ាវនៅវែងក៏សម្ដែងប៉ុណ្ណេះសូមនិមន្តជ្រាបអូអញ្ចឹងសោះអត់អ្នកឲ្យដឹងច្បាស់ណាស់អីចឹងអ្នកឆ្លើយថាចាញ់ដនខ្ញុំកណាឆ្ងល់តែមែនទេឥឡូវដល់អ្នកឆ្លើយរាយរាប់សារសាប់មកគឺតែសពរូបខ្ញុំកណាក្រោយពីសួរអត់ពីមកសំណួរទៅមកសំណួររត់ទៅព្រោះហើយមើលទៅញាតញូនគឺតែញ៉ាំញ៉ែមហើយដល់តែចឹងទៅមើលទៅឃើញថាដល់មានមុខមានមាត់តែមែនទេហើយខ្ញុំកណានេះដូចជាអត់មុខអត់មាត់តែមិនទេខ្ញុំកណាចង់សួរអត់បន្តទៅទៀតហើយបែរយ៉ាងវាទៅខាងត្បូងឃើញថាព្រះពុទ្ធរូបកសាងឡើងដោយមានប្រកនាគហើយយកព្រះពុទ្ធប្រកនាគហ្នឹងអត់អ្នកហើយនាគជាសត្វទេរិឆានហើយបើយកមកដាក់អំពីលឺបងអីចឹងមិនបាបទៅហើយទេបើយើងគ្រាន់តែទៅសេអសរទៅពីលឺព្រះគេថាបាបគេថាកើតទេមិនសមរម្យទេទៅសេពីលឺហើយចុះសត្វនាគជាសត្វទេរិឆានយកមកឲ្យដាក់ពីលឺព្រះបានព្រះទៅវិញហើយក៏យ៉ាងមិនដែរអត់អ្នករឿងហ្នឹងវាមានមែនឬក៏យ៉ាងមិនអាចធ្វើបានតែក៏យ៉ាងមិនហើយរឿងដែលប្រកនាគហ្នឹងឯងខ្ញុំក៏ដែរឆ្ងល់ក្បឿងមកកណ្ដឹងមិនក៏មិនប្រកហើយសាមកសៃមកកណ្ដឹងមិនក៏មិនប្រកហើយដល់ពេលអញ្ចឹងទៅយកនាគមកប្រកទៅវិញហើយនាគហ្នឹងប្រកហ្នឹងធ្វើលំនាំនៅកន្លែងណានាគហ្នឹងមាននៅកន្លែងណាឈ្មោះអីសូមរតនាឆ្លើយមកមើលសូមវិសាជនីហន្តេកសបៈខំឆ្លើយមិញស្មានតែចប់ប៉ុណ្ណឹងឥឡូវសួរទៀតបានជាគេមិនប្រក់ក្បឿងលើព្រះក៏យកនាគប្រក់ហ្នឹងគេមិនប្រក់សង្កសីមកពីអត់មានដៃអាណែងសូមនិមន្តជ្រាបមកពីអត់ដៃអាណែងដូចជាត្រឹមត្រូវដែរបណ្ឌិតមើលទៅមើលអត់អ្នកឆ្លើយនេះឆ្លើយបថុយឬក៏យ៉ាងម៉េចអត់សូមឆ្លើយមើលសូមរតនាអត់ឆ្លើយបថុយទេបើមិនជឿសួរជាងធ្វើផ្ទះតែអត់ដៃអាណែងដាក់ក្បឿងទៅវាល្អធ្លាក់ហើយបើធ្លាក់មកត្រូវមនុស្សប្រសំអីនេះត្រូវលោកទៀតបរហ្មងញាតិញោមជាពុទ្ធបរិស័ទប្រគុណម្ចាស់ថាមកហ្នឹងហាក់ដូចជាអត់មុខអត់មាត់ពីតាមពិតទៅមានមុខមានមាត់ដូចតែគ្នាទេបើអត់មុខអត់មាត់បានអីកំពុងលឺហ្នឹងញោមណាហើយចារឿងនាគនេះញាតិញោមជាពុទ្ធបរិស័ទហេតុអីក៏យកនាគមកដាក់ប្រក់លើព្រះអង្គហើយព្រះអង្គហ្នឹងនាគហ្នឹងជាទេរិឆានព្រះអង្គជាព្រះញោមមកជាមោទនៈលើពិភពលោកណាញោមណាប្រទេសកម្ពុជាអ្នករកឃើញមុនគេប្រទេសកម្ពុជាអ្នកធ្វើមុនគេណាអាត្មាបានសិក្សាឃើញនៅក្នុងគម្ពីរឯកសារបឋមសម្ពោធិដែលយើងហៅគម្ពីរបឋមត្រាស់ជាដើមជាស្នាដៃរបស់សកលព្រៃជាអនេះជាដើមបកស្រាយមកឬក៏នៅក្នុងសាសនា500របស់លោកគ្រូវិរិយៈកនិតោបង្ខាត់ញោមមកប្រពុតប្រក់នាគនឹងខ្មែរយើងអ្នកធ្វើមុនគេរួចបរទេសហ្នឹងគេមកចម្លងតាមខ្មែរទេប៉ុន្តែដល់តែគេចម្លងចេញពីខ្មែរទៅមិនដូចនាគខ្លះដូចពស់វែកខ្លះដូចពស់ស្លាប់កែបទៅខ្លះដូចពស់ស្លាប់សោមទៅហើយខ្លះមើលទៅមិនដឹងដូចស្អីដូចចុងតែមិនទេអាត្មាអញ្ចឹងតាមពិតទៅនាគក្រៀងណាញោមណាហើយមិនបានគេធ្វើរឿងប្រក់នាគហ្នឹងរឿងហ្នឹងមានពាក់ព័ន្ធទៀតបើតាមឯកសាររបស់លោកកែវហងនិងឯកសាររបស់អ្នកស្រីពេជ្រសល់ក្រុមជំនុំធានាទលាប់ពាក់ព័ន្ធទៅនឹងជីវាដងក្តារនាគនៅពីលើពហិទៀតហើយនេះគេយកនាគដាក់លើតបូលពីលើព្រះអង្គទៀតផងនាគហ្នឹងចាគេឲ្យឈ្មោះថាឈ្មោះមួយកន្លែង3ឈ្មោះមួយកន្លែង3យ៉ាងម៉េចទៅញោមមុចលិនពាក្យថាមុចលិនប្រែមកថារាំងលក់ហ្នឹងព្រឹកមិញចូលនៅខេត្តតាកែវមានហើយត្រួយរាំងដាក់មួយចានមកហ្នឹងអាហ្នឹងឯងគេហៅថាមុចលិនអាដើមរាំងហ្នឹងគេហៅថាមុចលិនហើយស្រះហ្នឹងគេដកដើមរាំងហ្នឹងគេឲ្យឈ្មោះថាស្រះមុចលិនដល់តានាគហ្នឹងនៅក្នុងស្រះហ្នឹងគេហៅថាមុចលិនតានាគសម័យព្រះអង្គត្រាស់ដឹងហើយថ្មីគង់នៅមាត់ស្រះហ្នឹងលេងព្រៀង7យប់7ថ្ងៃនាគហ្នឹងអាណិតព្រះអង្គពេកខ្លាចព្រៀងទៅទឹកក៏ចេញមកដល់ពេលខ្លួនគេពាត់ជុំវិញព្រះអង្គបាំងខ្លួនជាងចិត្តហើយបើពពាក្របពីលើធ្វើតបូលដល់អញ្ចឹងទៅតលតរាំងព្រៀងបាននាគហ្នឹងឲ្យលាព្រះអង្គវិញទៅថ្វាយអង្គមជាងខ្មែរយើងថាបើដាក់នាគពាត់ជុំវិញព្រះអង្គទៅមើលព្រះអង្គមិនឃើញដល់អញ្ចឹងគេឆ្នៃដាក់នាគហ្នឹងឯងនៅត្រពីក្រមព្រះអង្គរចនាកាញ់ទៅជាបលាំងមានតូចមានធំយ៉ាងស្អាតអញ្ចឹងទៅហើយបានដាក់ព្រះអង្គគង់ពីលើបានបើកពពាពីលើជារចនាបថមួយដ៏ល្អថ្លៃថ្នូររបស់ខ្មែរដែលយើងតែងតែនិយមរាប់អាននាគផងនោះដល់អញ្ចឹងបានយើងឃើញថាល្អឆាតប៉ុណ្ណឹងបានបរទេសគេខំចម្លងតាមយើងហ្នឹងអញ្ចឹងដោយសារនាគហ្នឹងគោរពបូជាការពារព្រះអង្គក្នុងកាលនោះបានជាយើងនឹងឯងនាំគ្នាធ្វើលំនាំតាមហ្នឹងមិនខុសទេគឺមានរឿងរ៉ាវពិតប្រាកដយ៉ាងហ្នឹងឯងណាអង្គម្ចាស់សូមនិមន្តជ្រាបសាធ
ធុជ្រាបហើយអនន្តតែហើយហើយចឹងទេអ្នកពេញជាដឹងច្បាស់ណាស់ដឹងតែនាងហ្នឹងគាត់ពីក្រៅទេដល់របៀបដាក់ទៅបើទៅតែត្រឹមនៅព្រះសរោរបស់ព្រះអង្គហាក់បីដូចជាមានរបស់ដល់ចឹងទៅលើកឲ្យផុតទៅជាប្រផ្នែកពេលរឿងនេះអញ្ចឹងទៅខ្ញុំកណាស្ដាប់បានហើយក៏ប៉ុន្តែមិនទាន់អស់ឆ្ងល់ដូចខ្ញុំកណាបានបទានពីខាងដើមអញ្ចឹងបោកដាក់សិតតែឆ្ងល់បោកទាំងអស់អញ្ចឹងខ្ញុំកណាសួរទៅដល់អនន្តទៀតថាចេះថាជុំបើសិនណាជាអស់លោកអ្នកមានសទ្ធាពុទ្ធបរិស័ទអ្នកមានសទ្ធាបានប្រារព្ធកសាងនៅព្រះពុទ្ធរូបជាវនៅព្រះពុទ្ធរូបមកប្រពុតធ្វើជាវិធានពុទ្ធពិស័យទៀតអានិសង្ឃនៃព្រះពុទ្ធរូបដែលបានកសាងឬក៏ដែលបានជាវមកហ្នឹងមកចាត់ចែងដើម្បីនឹងធ្វើជាសក្ការៈបូជាបានអានិសង្ឃយ៉ាងម៉េចដែរបើបានប្រមាណអនន្តៈសូមឆ្លើយមកមើលសូមអរតនីទេថេរៈបបិទ្ធព្រះមហាកសបៈដែលមានភ្នួរបួសយឺនយូរបើសិនជាសួរក្នុងប្រសូតនឹងវែងដាច់ខាតអភិធម្មសុំខ្លីបានហើយវាចាំងភ្លើងប្រដាប់ឆ្លោះគេនឹងមើលទៅក្រោយឃើញនិយាយឡើងអស់ហើយទេក៏មិនដឹងចេះតែសួរទេញាតិញោមជាពុទ្ធបរិស័ទទាំងឡាយនិយាយពីរឿងការកសាងព្រះនឹងថាបានអានិសង្ឃប្រមាណនឹងអត់មានប្រដាប់រាល់ទេច្រើនណាស់ណាញោមពុទ្ធទ្រង់សម្ដែងមកគឺថាពុទ្ធបូជាមហាដេជោព្រះមបូជាមហាបញ្ញោសង្ឃបូជាមហាធម្មបូជាព្រះពុទ្ធមានដេជាច្រើនដេជាបកែមានបញ្ញដេជាសីលដេជាបញ្ញាដេជាធម្មដេជាឲ្យជាដើមអញ្ចឹងហើយដេជាហ្នឹងស្អីទៅរបស់ខ្លាំងបកែអ្នកណាកសាងព្រះបានគេកើតមកមានយុស័ក្តិមានតំណែងហ្នឹងបានគេបានទឹកបានចម្រើនហ្នឹងមកពីគេកសាងព្រះពុទ្ធពីដើមមកដែរពុទ្ធបរិស័ទជ្រាបស្រាប់ហើយនិយាយពីដេជាហ្នឹងចេះឧបមាដូចញោមឆ្ងល់ថាមេភូមិធំជាងគេមួយភូមិមកពីអីមកពីមេភូមិហ្នឹងជាតិមុនបានបូជារូបពុទ្ធជាងគេអស់ប្រភពហ្នឹងហើយមេភូមិទៅជាងមេឃុំថាដេជាមេឃុំខ្លាំងជាងហើយមេឃុំនឹងទៅជាងមេស្រុកដេជាមេស្រុកខ្លាំងជាងមេស្រុកទៅជាងមេខេត្តមេខេត្តទៅជាងនាយករដ្ឋមន្ត្រីទៅទៀតទៅហ្នឹងទៅដែរដេជារៀបតគ្នានឹងមកពីអីមកពីគេថាអើណែឯងបូជាព្រះតែជាងខ្ញុំទៅមេភូមិទៅខ្ញុំម្នាក់លើណែឯងបានមេឃុំហើយណែឯងដេជាគឺព្រះបានម្ដងឯងថាមេស្រុកខ្ញុំម្នាក់7អង្គខ្ញុំម្នាក់មេខេត្តណាខ្ញុំទៅដែរហើយឡើងអញ្ចឹងបានជាយើងឃើញមនុស្សមកមានប្រព័ន្ធយើងដែរក៏ប៉ុន្តែគេហៅហោមអមដំណើរពីការពីមមតំតំណងដេជាហើយអ្នកកសាងប្រពុតនឹងនិយាយពីប្រពោធិសត្វរស់ស៊ីចំនួនទៅដល់កដាលព្រៃយោមកពីណាគេទៅវាយរូបព្រះគេធ្វើនៅនោះបាក់មរៀមពហត់បងអាណត្តិទៅអាណត្តិទៅកាយដីអត់យកមកបាត់ជាមួយនឹងព្រៃល្ងជួយជួយរួចស្រេចជួយចេញថ្លៃគេឲ្យជួយយាមកាមហើយដល់សមាកន្លែងហ្នឹងហើយទៅរកស៊ីទៅប្រាប់តែចិត្តតែសុខសប្បាយទៅហ្មងសុខសប្បាយរហូតស្លាប់ពីនោះកើតក្នុងឋានស្រួលជាប់ពីឋានស្រួលវិញមកកើតជាស្ដេចនិយាយពីមរៀមដៃបតែដាច់គេគោក៏បីតម្រៃសែនដើម្បីថាការយកគ្រាន់តែលើកចង្អុលនេះញោមតម្លាក់ទៅឆ្លោបណ្ដកជាចាញ់អស់ទៅហើយស្លូតអស់ទៅហើយស្ដេច101នគរលើកគ្នាមកវាយទៅដើមយន្តនគរអាមាត្យភ័យណាបងអត់ខ្ញុំបងសុំលើកតបទឹកស្ដេចតាមបាច់ភ័យអាមាត្យចាំឲ្យយើងចេញទៅតែឯងបងចេញទៅដល់ក្រៅទៅរបស់បងជំទិនលើកទៅមរៀមដៃចោលកបតែកបតម្រៃយកមកភ័យធ្លាក់ទៅទុយដៅរត់ជាន់គ្នាងាប់រត់ដល់កន្លែងទៅវាស្ដេចនៅព្រោះប្រមាណរត់មកលូនក្រាបបងអត់ទឹកជីវិតឲ្យខ្ញុំបងទឹកជីវិតឲ្យខ្ញុំបានបរិជាប្របាទវត្តតាំងគូរាជនឹងថាណែអ្នកទាំងអស់គ្នាខ្ញុំមិនបៀតបៀនណាឯងទេត្រឡប់ទៅវិញចុះកាន់តទៅក៏បៀតបៀនគ្នាដែលជាបតាការជាស្ដេចនឹងគ្រាន់តែធ្វើអីជួចូលមករៀនប្រហោះតែមួយផងខ្ញុំក៏ដែរហើយចិត្តតែមកយើងកសាងតាំងមករៀនប្រហោះផងមករៀនប្របាទផងឲ្យអានិសង្ឃច្រើនបណ្ណាទៅកងរបស់ផងមេសាឈ្មោះកណាលក្ខតាមឡើងប្រកោខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិរូបឆោមរូបពណ៌ល្អមកពីអីមកពីកសាងព្រះក្នុងកាលអតីតមកដែរហើយចឹងអានិសង្ឃអ្នកកសាងព្រះនឹងច្រើនមិនអាចរៀបរាប់អស់ណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនន្តៈហើយអ្នកឆ្លើយមើលពេញជាពិរោះក្បោះក្បាយហើយតាមស្ដាប់ទៅសារស្ដាប់របស់អនន្តនឹងស្ដាប់ទៅពិរោះហើយពិរោះសម្រាប់ទៅអនន្តយ៉ាងយ៉ាងផងយ៉ាងប្រឡំទៅកងអីទៅអីយ៉ាងទេអនន្តយ៉ាងមកខ្ញុំកណាស៊ូបន្តទៅទៀតខ្ញុំកណាឡើងទៅខាងវិហារនោះឃើញដងទូនឬក៏ដងទួងដងទួងឬក៏ដងទួងនឹងគេធ្វើពីកាលណាមកកើតកាលពីសម័យណាដែរអនអ្នកសូមអរតនីឆ្លើយពុទ្ធបរិស័ទទៅស្មានតែសើថាល្អមានភ័ក្រខោផងផងអញញឹមទៅប៉ុន្តែថាភ័ក្រមូលកន្លងឬផងអាទេសគោហើយវាដូចមែនក៏អីញោមកងអាទេសគោកាន់ដឹងកាន់ស្អីខ្លះផងហើយនិយាយពីរឿងកសាងដងតុងឬដងទូមហ្នឹងនៅលើពហិហ្នឹងជាដើមនេះសួរថាតើគេធ្វើតាំងពីសម័យកាលណាមកខ្ញុំកណាបានជួបជាមួយម្ចាស់បុណ្យកាលពីថ្ងៃមិញគាត់មានប្រសាសន៍ថាគាត់បានធ្វើនឹងរឿងយូរយារណាស់មកហើយដែរ
បាល់ប្រគុណម្ចាស់ជាមហាកាសពចង់ដឹងថាដងគោមដងតុងនឹងកសាងពីឆ្នាំណាមកក៏ឡើងនិមន្តទៅសួរម្ចាស់បនសូមនិមន្តជ្រាបទួងនឹងប្រកបពីតលសួរម្ចាស់បនដែរបានដឹងព្រោះដងទួងនឹងវាខុសពីអាត្មាអ្នកសួរដែរខ្ញុំកណាចង់សួរថាដងទួងដងគូនកាលពីត្រឹមណាមកដែរអានំអ្នកសូមឆ្លើយមកមើលសូមអរតនីកាលពីត្រឹមគេធ្វើមកសូមនិមន្តជ្រាបអូកាលពីត្រឹមគេធ្វើហួយរបស់អីក៏ដោយតែកាលណាគេមិនធ្វើវាមិនកើតទេដល់អ្នកឆ្លើយមកថាកើតពីត្រឹមគេធ្វើគេដឹងហើយថាកើតពីត្រឹមគេធ្វើព្រោះរបស់វាកើតពីគេធ្វើហើយចុះគេធ្វើនោះវាធ្វើពីកាលណាក៏ដែរដល់អ្នកសូមឆ្លើយមកមើលសូមអរតនីតាំងពីបុរាណដែលខ្ញុំកណាកើតមិនទាន់នោះសិក្សាក្នុងសិភៅទៅឃើញថាសម័យកាលនោះឯងប្រទេសទីណាព្រះបាទកុម្ពិសាចង់ទៅថ្វាយអង្គមពុទ្ធសួរពីរឿងអានិសង្សអ្នកកសាងដងគោមដងតុងហ្នឹងស្រាប់តែព្រះអង្គនោះក៏ទ្រង់សម្ដែងថាបានអានិសង្សច្រើនបានប្រយោជន៍បានសេចក្តីសុខក៏លើកអតីតនិទានថាកាលពីដើមមកពីព្រះសម្មាសម្ពុទ្ធក៏មានតោះសោឆ្ងាយខ្ញុំនោះពីព្រះសម្មាសម្ពុទ្ធខុសស្អែនោះមានសមូនឆ្នាំងមួយគាត់ចូលទៅក្នុងព្រៃឃើញឈើមួយដើមនោះនិយាយពីឲ្យត្រង់ព្រឹមមិនដឹងជាដើមអីក៏បានកាត់ឈើហ្នឹងថាយកមកធ្វើដងតុងដងគោមហ្នឹងដល់តែកាត់យកមកហើយគាត់បានធ្វើផងយកមកដាក់ដល់វត្តគាត់ក៏ដល់ពេលអស់អាយុត្រូវស្លាប់ទៅណែញោមមកគាត់តែគាត់មានចេតនាចង់ធ្វើដងគោមដងតុងប៉ុណ្ណឹងក៏ស្លាប់ទៅតែកើតក្នុងឋានសួគ៌ឯនោះក្នុងឋានតោតាំងវាមានកម្ពស់12យោជន៍បរិបូរដោយទេពអប្សរ1000នាក់ជាបរិវារវាស្រាប់តែបរិមម្នាក់ទៀតនោះក៏ដើរមកឃើញឈើហ្នឹងគេមិនទាន់ឈូសគាត់ថាយីគេអត់ទាន់ឈូសអត់ទាន់ឆាំងអីចឹងអញ្ចឹងក៏ទៅបបួលគ្នាគាត់បាន2ដល់10នាក់ទៀតមកនាំគ្នាឈូសខាត់ឲ្យលងត្រឹមមិនទាន់ទាំងលើកបច្ចោផងអ្នកទាំងអស់គ្នានឹងចាស់នោះប្រហែលជាតាទៅមកអស់អាយុក៏ស្លាប់ទៅទៀតតែកើតក្នុងឋានតោតាំងវាមាន12យោជន៍ដូចគ្នាទៀតស្រាប់តែញោមមកបរិមម្នាក់ទៀតនោះគាត់មកដល់ឃើញល្អពេលចឹងគាត់ចង់បាត់មាសបាត់ក្បាច់គាត់ទៅយកមាសគាត់មកបាត់ធ្វើជាក្បាច់ជាក្បោទៅក៏ស្រាប់តែគាត់ស្លាប់ទៅតែកើតក្នុងឋានសួគ៌ដូចគ្នាចឹងទៀតទៅអញ្ចឹងការជ្រះថ្លាវាចិត្តតែមានអញ្ចឹងឯដងគោមនឹងមិននៅជាដងគោមឡើយទេអត់ទាន់ទៅជាអីទេដល់អញ្ចឹងទៅក្រោយពីនឹងមកទៀតទៅស្រាប់តែមានមនុស្សមួយក្រុមអ្នកចំនួននោះមានគ្នា5នាក់បងប្អូនគ្នាមកដល់កន្លែងវត្តហ្នឹងឃើញគេមិនទាន់ធ្វើហើយអញ្ចឹងក៏ជ្រះថ្លាបបួលបងប្អូនទាំង5នាក់ហ្នឹងចង់ធ្វើបន្តទៀតបងប្អូនទាំង5នាក់ហ្នឹងហេតុតែមនុស្សមានតែជ្រះថ្លានិមិត្តតែហេតុឃើញហេតុអញ្ចឹងហើយគេបបួលអញ្ចឹងក៏នាំគ្នាធ្វើខ្ញុំណាដាក់ហងដាក់កណ្ដឹងដាក់តុងទៅដាក់កធមនេះលើកបឈរឡើងដល់ទៅលើកបឈរឡើងប៉ុណ្ណឹងធ្វើឲ្យអ្នកចំនួនទាំងអស់ហ្នឹងរស់ស៊ីមានបានសុខសប្បាយរហូតដល់ស្លាប់ទៅកើតឋានសួគ៌សម័យផុតពីសាសនាពុទ្ធកសបៈចុះពីឋានសួគ៌មកកើតជាស្ដេចផុតពីនឹងទៀតញោមអើយស្លាប់កើតជាស្ដេចរហូតដល់មកជាតិចុងក្រោយសាសនាពុទ្ធយើងហ្នឹងក៏ចុះមកកើតជាកូនសេដ្ឋីទាំង5នាក់ហ្នឹងក៏បបួលគ្នាទៅបួសសម្រាប់ធម៌ឥឡូវនៅពៀនបាត់អស់និយាយពីនេះមុំឆ្នាំឯណោះចុះមកបានកើតជាស្ដេចក៏រៀបសម្បត្តិបូជាពុទ្ធសាសនាតទៀតដល់ព្រះភិអាមេត្រីត្រាស់ដឹងឡើងគាត់នឹងបានខ្លាយជាសាវកពុទ្ធក្នុងជំនាន់នោះទៀតខ្ញុំគិតថានឹងអានិសង្សប្រវត្តិពុទ្ធនៃអ្នកកសាងដងតុងបានឃើញនៅក្នុងសត្រាមួយទៀតនិយាយពីមោគលានឆានហើយទៅសួរទេវតានៅតាវតឹងនៅយាមីនោះស្រាប់តែដល់តាវតឹងឃើញទេវតាពីរអ្នកប្តីប្រពន្ធហ្នឹងក៏ល្អម្ល៉េះសួរថាអ្នកទាំងពីរធ្វើបុណ្យអីហ្នឹងហ่าបានមកកើតកន្លែងហ្នឹងទេវបុត្រឆ្លើយថាខ្ញុំព្រះអង្គធ្វើបុណ្យតិចទេកាលទៅជាតិមុនខ្ញុំព្រះអង្គហ្នឹងក្រពេកទៅរកស៊ីកាប់អស់ដល់វល់លក់ស្រាប់តែចូលទៅក្នុងព្រៃទៅរកបាញ់សត្វស្រាប់តែញាក់ព្រឹកឃើញស្អីទេសសទៅចេញមកវិញគាត់ថាដូចជាមិនលឺឲ្យព្រៃក្រោកក៏លើកទៅមើលឃើញចែកដីឃើញកន្លែងគេគោរពបូជាពីជំនាន់ដើមក៏ជ្រះថ្លាដាក់ឆ្កាកន្លែងហ្នឹងហើយដាក់ឈើម្ដងធ្វើតុងអត់មានកណាត់ហើយយកកណាត់ទៅពុតខ្លួនឯងយកមកដាក់នៅតែមិនដឹងជាបានបាបបានប៉ុនទេគាត់តែមិនប្រមាទទេដាក់ធ្វើតុងគោរពបូជានៅកន្លែងហ្នឹងលាក់លៀមឲ្យប្រពន្ធដឹងខ្លាចប្រពន្ធជេរទៀតដល់មកដល់ផ្ទះប្រពន្ធសួរនាំដឹងរឿងប្រពន្ធហ្នឹងក៏ជ្រះថ្លាជាមួយដែរអ្នកទាំងពីររស់ស៊ីមានបានស្លាប់ទៅតែការឋានសួគ៌ពីព្រោះតែអានិសង្សកសាងធ្វើដងតុងទៅហើយបានធ្វើតុងដាក់ទៀតហ្នឹងហើយខ្ញុំក៏ដែរនឹងហើយអានិសង្សអ្នកកសាងដងតុងមានយ៉ាងច្រើនណាស់តែនៅសំដែងតាមពេលវេលាមិនឲ្យវិញមិនឲ្យឆ្ងាយទាំងខែប៉ុណ្ណឹងជាប្រភពកើតជាដងតុងឬដងគោមហោហែមកហ្នឹងបានបនបានអានិសង្សទាំងយប់ទាំងថ្ងៃញោមនៅអាមេរិកនៅបារាំងអាមេរិកតាំងឯនោះក៏ដែរគេប្រើហ្នឹងគេភ្លឺហ្នឹងគេត្រេកអរហ្នឹងគេប្រើប្រាស់ហ្នឹងឯនោះបានបនឲ្យតែត្រេកអរយប់បានបនយប់ត្រេកអរថ្ងៃបានបនថ្ងៃណាអង្គម្ចាស់កាសបៈសូមនិមន្តតទួលសាធុទទួលហើយអ្នកឆ្លើយមកពេញជាត្រឹមត្រូវអត់យកមកកសាងដងទួងអីចឹងទៅហើយហេតុអីក៏ចាំបាច់ទៅដាក់ទួងធ្វើអីមិនគុំដាក់តែដងទៅទីចឹងទៅឬក៏មានអានិសង្សយ៉ាងម៉េចដែរទួងនឹងអាណត្តិអ្នកសូមរតនីបើញាតញោមប្រគិនដងឡាមបដៃជាប្រគុណនឹងមិនបាច់ប្រគិនខ្លែឡាមឯងគេតែដងទៅបានណាហើយក្បាត់ជាប់អីប្រគិនតែដងទៅបានណាបើធ្វើដងអត់ខ្លែទៅកាប់ឯកាដងគោមគេដាក់គោមដងតុងគេដាក់តុងដងតុងផងដងគោមផងគេដាក់គោមលើនឹងទៀតផងដូចតែលើកឡើងមិញចឹងគ្រាន់តែឯងពុទ្ធខ្លួនឯងដាក់ទៅឃើញថាបានកើតជាទេវបុត្រជាទេវធីតាទៅហើយចុះចំណងយើងដាក់
បានប្រយោជន៍អីពាក្យថាតុងនេះភាសាបាលីគេហៅថាធៈជាសំស្ក្រឹតថាធ្វៈជាបាលីថាបដាកៈឬក៏ហៅថាកេតុកេតុដូចកេតុមេលាអញ្ចឹងខ្ញុំណាកេតុហ្នឹងធៈជាធ្វៈជាឬបដាកៈហ្នឹងមកពីពាក្យថាតុងហ្នឹងឯងហើយពាក្យថាតុងហ្នឹងឯងមានតុងជាយមានតុងជ្រុងមានតុងរលកដែលយើងហៅថាតុងកពើមានតុងបលឹងគេដាក់ធ្វើអីមានន័យច្រើនណាស់ញោមន័យទី1ដាក់តុងដើម្បីលម្អគេចូលមកឃើញល្អតែមកអូល្អណាស់មានតុងជាតិតុងសាសនានាំមកពីប្រទេសសេរីលង្កាឆ្នាំ1950យកមកប្រើនៅស្រុកខ្មែរដោយសមាគមមាន20ប្រទេសជាងហើយចំណែកតុងជាតិយើងដាក់សម្គាល់ជាអធិបតេយ្យភាពបូរណភាពដែនដីប៉ុន្តែតុងដែលលម្អក្នុងវត្តហ្នឹងក៏លេចមកឃើញតែវាស្អាតប៉ុន្តែបើនិយាយពីតុងអាឡោកតុងកពើនេះថ្ងៃមិញមានលោកតាសួរណាយកម្ចាស់បុណ្យអញ្ចឹងសូមយក20ទូដែរពីព្រោះថាម្ចាស់បុណ្យគាត់ចង់ដឹងពីរឿងប្រវត្តិតុងហ្នឹងហេតុអីបានគេដាក់តុងអាឡោកហ្នឹងទី1ការពារឧបទ្រពចង្រៃណាយោក្រែងលោយើងធ្វើបុណ្យអញ្ចឹងមានណាមនុស្សណាកាយមកចាញ់ចាល់យើងបានគេឲ្យដាក់តុងហ្នឹងនោះតាមរូបបុណ្យតាមអីគេឲ្យដាក់អត់ខុសទេពីព្រោះអង្គការដែលធម្មមានសោកបុណ្យឆ្លងបច្ចេកដី 84000 នេះញោមមកមាននោះចោះមកធ្វើភ្លៀងធ្វើកកអុកលឹកចលាចលកម្មវិធីបុណ្យគេឧបគុតលោកមានរិទ្ធបកែលោកសំដែងរិទ្ធដេញចាប់មានហ្នឹងតែមកមានហ្នឹងគេប្រែកាឡាជានៀកដេញខាងឧបគុតប្រែជាគ្រុតដេញខាងនៀកញោមមកដេញគ្នាហោះពេញអាកាសហោះចោះហោះឡើងចាញ់រិទ្ធឧបគុតចាប់មានហ្នឹងចងជាប់ទៅនឹងភ្នំនិមិត្តយកគម្រោងស្បែកឆ្កែមកឲ្យស្អុយលងោយកមកចងមានជាប់ភ្នំមានហ្នឹងគ្នាទាញមាននៅឋានប្រាក់នៅមេតាសវត្ថីឋានសួគ៌ជាន់ទី6មានរាយទីរាជនឹងបានត្រាស់ជាប្រពុតមកដែរប្រពុតទី4ឈ្មោះធម្មសាមីរកពីព្រះរាជទី4បានត្រាស់ជាប្រពុតដែរប៉ុន្តែមិនទាន់បានត្រាស់ហ្នឹងមានហ្នឹងឯងក្អានអញ្ចឹងញោមមកក៏ចោះមកដល់ចាញ់ចាំឧបគុតចាប់ចងជាប់ដល់គេស្អុយគេទាញទៅវាយឺទៅដល់អស់កម្លាំងអាគម្រោងស្បែកឆ្កែបោកផឹងទៅវិញទៅឈឺហើយដល់ស្អុយខ្លាំងទាញមកទៀតទាញបោកផឹងបានជាលោកតាពីដើមហ្នឹងជាពិសេសនៅស្រុកគិរីវង្សហ្នឹងលោកតាគាត់ចេះគេថាមួយហៅទៅចំណងឧបគុតអាហ្នឹងចាប់ចងទៅត្រូវបកែណាដល់អញ្ចឹងទៅមានសុំចាញ់ព្រះអង្គឲ្យសុំលែងមកវិញមកសុំចាញ់ហើយកាលជំនាន់ប្រពុតឡើងមកអុកលឹកគេមិនដែលរករឿងទេឥឡូវសាវកតដៃឯងតែហ្មងបានឧបគុតថាយើងលែងបានប៉ុន្តែឯងត្រូវចាំណាកុំមកបៀតបៀនគេកន្លែងគេប៉ុនណាអានោះមកពីអីឥឡូវចំណាំអីថាឲ្យតែកន្លែងណាគេប៉ុនកុំទៅបៀតបៀនអញ្ចឹងមានថាចំណាំអីទៅកន្លែងប៉ុនថាចំណាំកន្លែងណាគេដាក់តុងឲ្យតែគេដាក់តុងតបតែងនឹងឯងកន្លែងប៉ុនណាឯងមិនត្រូវទៅបៀតបៀនទេចាប់ពីនងមកយើងមានប៉ុនយើងដាក់តុងជាសញ្ញាពួកមាអមនុស្សកាយឃើញរូបតុងនឹងអត់ហ៊ានបៀតបៀនទេនេះន័យមួយទៀតនិយាយពីពាក់ព័ន្ធនឹងរឿងក្រុងប៉ូលីម្ចាស់ទឹកម្ចាស់ដីដែលប្រែក្លាយទៅជាកពើខ្ញុំណាដែលប្រែក្លាយទៅជាកពើនឹងផ្ដាំថាបើយើងសុំទឹកសុំដីនឹងធ្វើឲ្យគេធ្វើតុងកដាស់រូបកពើនឹងថ្វាយរំលឹកដល់ម្ចាស់ដីផងបានជាអ្នកសុំទឹកដីចូលចិត្តកាត់អាតុងកពើកដាស់ទូចដាក់នឹងក្បាលដូងហ្នឹងខ្ញុំណាអាហ្នឹងប្រវត្តិជាប់ពីក្រុងប៉ូលីតុងនឹងមួយទៀតជាប់តាក់ទងរឿងពនាងវភៈវិហារកស100តែចេះដែលរឿងកពើនេនធនណាខ្ញុំណាកពើនេនធនហ្នឹងដល់លេខពនាងវភៈឬក៏ហៅថានាងកំពុំជុកហ្នឹងដល់គេវះបានណាគេចាប់បានគេយកកពើហ្នឹងដាក់ធ្វើជាតុងយកស្បែកកពើដាក់ជាតុងនៅមុខបច្ចេកដីពនាងវភៈដល់អាស្បែកកពើហ្នឹងវាចាស់រិចរើទៅយាយតានៅស្រុកនោះគាត់នាំគ្នាយកកណាត់ដេទៅលំនាំឲ្យដូចស្បែកកពើដែរបានជាវាមានរឿងជាកពើហ្នឹងជាប្រភពមួយទៀតប្រភពមួយទៀតមានរឿងក្រៅបត្រៃ3ដកនិយាយពីមេនិយាយពីកពើហ្នឹងទៅសុំព្រះអង្គបួសព្រះអង្គថាមិនឲ្យបួសទេជាសត្វដេរឆានហើយចឹងកពើនឹងផ្ដាំថាបើមិនបានបួសទេបូជាស្បែកពេលស្លាប់ទៅឲ្យគេយកស្បែកទៅតុងដាក់ថ្វាយពុទ្ធសាសនាបានជាកពើនឹងស្លាប់ទៅគេដាក់ស្បែកកពើបូជាតុងចឹងបានវាមានប្រវត្តិតុងអាឡុកតុងកពើនឹងមានរឿងក្បោះក្បាយប៉ុន្តែសំដែងកាត់សង្ខេបប៉ុណ្ណេះដើម្បីប្រយោជន៍គឺការពីឧបទ្រពចង្រៃនៃក្នុងវិន័យនិយាយពី24យ៉ាងញោមនៃក្នុងវិន័យ3ដកញោមណា24យ៉ាងមានឧមេកភ័យកំភីលភ័យអាវដភ័យនិងសោកាភ័យភ័យពីទឹកអាឡុកភ័យពីទឹកគួចភ័យពីត្រីកពើឆ្លាមកាហើយញោមទឹកអាឡុកអាមិនអាឡុកលោកកធគេឲ្យពិខុសសង្ឃពិចារណាតាអ្នកមកបួសពិចារណាតាពីដើមធ្លាប់នៅផ្ទះធ្វើអីតាមទំនើងចិត្តដល់មកដល់គ្រូអាចារ្យស្ដីបដៅទៅអញពិបាកធ្វើអីខុសដើរលេងកុំបានអីកុំបានស្ដាប់ទៅវិញនិយាយហើយភ័យពីអាឡុកភ័យពីត្រីកាញោមហើយភ័យពីការភ្លើតភ្លើននឹងកាមគុណឯងចង់បាយល្ងាចក៏បានចង់ទៅដើរលេងឯណាចង់ហូបអីក៏បានដល់មកបួសមកឲ្យឯងហូបនេះហូបនោះឯងខ្ចីបួសស្ដាប់ទៅវិញនឹងគ្រឿងពិចារណាអញ្ចឹងហើយគេធ្វើជាកតុយឆ្លាមធ្វើជាកតុយត្រីហ្នឹងអាហ្នឹងឆ្លាមកាយត្រីកាយប្រយ័ត្នសមាទោញោមណាប្រយ័ត្នមេម៉ាយតាក់យកអឧបមាទេចុះញោមឧបមាថាគេមកតាក់តងទៅស្រាប់ទៅបានអស់ទាំងសក្តិទាំងគ្រូសូត្រអីចឹងទៅបានគេថាប្រយ័ត្នហ្នឹងគេឲ្យឈ្មោះថាមានទុក្រាមហ្នឹងជាតំណាងកពើត្រីឆ្លាមកាយអីហ្នឹងជាន័យក្នុងវិន័យក៏ពិចារណាចឹងដែរមានរឿងរ៉ាវវែងឆ្ងាយទៀតសម្រាប់24យ៉ាងហើយខ្ញុំកណាបកស្រាយសង្ខេបប៉ុណ្ណេះទេបើនៅខ្វះកលកណាមេត្តាប្រគុណម្ចាស់ប្រកាសសបៈហ្នឹងបំពេញឲ្យកំពុងញាត់ឲ្យណែនសូមនិមន្តជ្រារៀបដាក់កំពុងញាត់ឲ្យណែនទីបារាយបានតិចចឹងបានយកឲ្យណែនអញ្ចឹងខ្ញុំកណាស្ដាប់បានហើយអត់ដល់ដែរហើយខ្ញុំកណានៅតែឆ្ងល់ទៀតខ្ញុំកណា
បានកសាងនៅវត្តណាឡៃកសាងនៅបត្រៃបីដកព្រមទាំងកសាងនៅដងទុនឲ្យសពគ្រប់ប្រការហ្នឹងគាត់បានបុណ្យហ្នឹងបានសម្រេចយ៉ាងម៉េចទៅដែរអនអ្នកសូមរតនីសំណួរនេះពាក់ព័ន្ធនឹងម្ចាស់ទានសួរខ្ញុំណានិយាយពីគាត់ហ្នឹងកសាងបណ្ណាល័យផងហើយគាត់បានកសាងបត្រៃបីដកគម្ពីរអក្ខកថាផងគាត់ឧបត្ថម្ភសាលាបល័យមានការកសាងផងឧបត្ថម្ភប្រសង់ផងរាល់ថ្ងៃហ្នឹងអញ្ចឹងតើបានអានិសង្សយ៉ាងណាពុទ្ធបរិស័ទទាំងឡាយគេឲ្យឈ្មោះថាជាសេនាទានក៏បានជាធម្មទានក៏បានអ្នកកសាងបត្រៃបីដកញោមគេរាប់តាមអក្សរសំដែងមិនឃើញថាបត្រៃបីដកឃើញថាពុទ្ធណាគ្រាន់តែកសាងម្ដងបានអានិសង្សប៉ុណ្ណាប៉ុន្តែបត្រៃបីដកហ្នឹងក្នុងកពីសត្រាខ្លះថាអក្សរមួយស្មើពុទ្ធមួយអង្គញោមអក្សរមួយស្មើកសាងរូបពុទ្ធមួយអង្គបានលោកនិយាយពីព្រះសារីបុត្រដែលមានបញ្ញាបកែជាងគេជាធម្មតាបដីនេះកាលពីជាតិមុននោះបានកសាងកពីបត្រៃបីដកឈ្មោះថាសុជាតិកុមារពីរអ្នកប្តីប្រពន្ធញោមហើយនាំគ្នាជាវបត្រៃបីដកហែយកទៅតម្កល់ទុកជាវទាំងទូទៀតហើយបានទាំងដាក់កន្លែងនឹងសម្រាប់តម្កល់ហើយជួលគេអស់4អ្នកទៀតមកឲ្យយាមកាមខ្ញុំក៏ដែរប៉ុណ្ណឹងធ្វើឲ្យព្រះសារីបុត្រវល់អន្ទោលទៅក្នុងភពទាំងទេវតាទាំង6ជាន់ទៅមកចុះមកកើតជាស្ដេចឲ្យឡើងទៅឋានសួគ៌វិញរហូតទីបំផុតបានមកកើតជាសាវកព្រះអង្គនេះមានបញ្ញាខ្លាំងជាងគេនឹងដោយសារអីដោយសារបានជាវបត្រៃបីដកប្រពុតយើងនឹងមានក្នុងកាលជាតិមួយនោះឈ្មោះថាណែសថថាអញ្ចឹងដែរញោមបានកសាងកពីបត្រៃបីដកដែរបានជានាំឲ្យព្រះអង្គនឹងមានបញ្ញារាល់ជាតិហ្នឹងហើយម្យ៉ាងទៀតយើងមើលអ្នកមានរូបឆោមលោមពណ៌ល្អដោយជាព្រះកច្ចាយណៈហ្នឹងលោកកសាងសត្រាស្លឹករឹតពីដើមហើយអ្នកកសាងប្រដាប់សរសេរមានការទឹកបិចដូចយើងសពថ្ងៃពីដើមជាសរសេរជាតិហង្គុលហើយនឹងនាំឲ្យកើតឡើងមកក៏មានកម្រេះមានបញ្ញាមានទ្រព្យសម្បត្តិអ្នកកសាងកន្លែងដាក់ដូចជាបណ្ណាល័យដូចជាទូដូចជាកណាត់រុំហ្នឹងហើយញោមមកដូចធនកសេដ្ឋីដែលមានឃ្លាំងមាសឃ្លាំងប្រាក់ច្រើនហ្នឹងមកពីគាត់កសាងឃ្លាំងសម្រាប់ដាក់អញ្ចឹងបានជាគាត់ហ្នឹងបានជាសេដ្ឋីសបោឃ្លាំងមាសឃ្លាំងប្រាក់ហ្នឹងធនកសេដ្ឋីវិញ្ញាណព្រះញោមណានឹងជាអ្នកកសាងកន្លែងទុកគម្ពីរធម៌ហ្នឹងឯងបើយើងនិយាយថាធម្មទានឈ្នះអស់អាមិសទានឲ្យគេសពយ៉ាងឲ្យរបៀបម៉េចឲ្យគេបានឋានសួគ៌ឲ្យគេបានចេះឲ្យគេបានដឹងឲ្យគេបានការងារធ្វើឲ្យគេមានយសស័ក្តិតំណែងឲ្យគេដឹងគុណម៉ែឪឲ្យគេទៅនិព្វានពីព្រោះអីណែឯងរៀនសូត្របានធ្វើការងារហ្នឹងដោយសាររៀនចេញពីវត្តនៅគិរីវង្សមកកពីគេនៅគិរីវង្សហ្នឹងអញ្ចឹងបានយសស័ក្តិតំណែងដោយសាររៀនកពីគេនោះមកហើយខ្ញុំក៏ដែរអញ្ចឹងយើងនេះឲ្យហើយគេនឹងពីដើមខលខោប្រាប់ថាឡើងចេះដឹងគុណម៉ែគុណឪដោយសារអីដោយសាររៀនពីកពីយើងហ្នឹងមកអញ្ចឹងយើងនេះឲ្យគេល្អដល់គេបានឋានសួគ៌ឲ្យយើងនេះឲ្យឋានសួគ៌គេដល់គេបាននិព្វានយើងនេះឲ្យនិព្វានគេអញ្ចឹងធម្មទាននឹងឲ្យបានគ្រប់មុខទាំងអស់អញ្ចឹងបានគាត់កសាងជាបណ្ណាល័យផងឧបត្ថម្ភការសិក្សារៀនសូត្ររបស់ភិក្ខុសង្ឃអង្គសាមណេរផងនឹងឲ្យជាធម្មទានសម្រាប់ខ្លួនយើងចាប់ពីនេះតទៅមុខលែងងឹតលែងងងឲ្យខ្ញុំណាខ្ញុំកណាឆ្លើយប្រគេនប៉ុណ្ណេះសូមនិមន្តជ្រាបដាក់ទៅអត់ហ្នឹងទៅអរយគ្មានទិសគ្មានផ្ទះអីទេអញ្ចឹងទេមិនមែនអត់ផ្ទះទេអត់តែម្ដងនៅក្នុងគម្ពីរសតន្តបីដកបច្ឆាវសានេសំល្មើទៅតាមកាលវេលាដែលបញ្ចប់នៅគម្ពីរសតន្តបីដកហៅថាបសុក៏ប៉ុន្តែសូមអារាធនានិមន្តព្រះនាងកថេនៅបទខ្មែររលាក់រលែងតាមបទបុរាណពីដើមចាទុកមកមានបារាំងប្រើសួរចិត្តលក់តៅហ៊ូខ្មែរបំពីភ្នើបំពីកូនស្មូនញាច់ចៃឲ្យរលាក់រលែងដល់អង្គណាមោ
សម្ពុន្ធាមានប្រមាណកពីទៅ10នាក់សូមអរគុណឆ្លើយអភិធម្ម3ដកមាន7កំពី1ធម្មសង្កណិ1ឈ្មោះវិភាំង1ធាតុកថា1បុគ្គលបញ្ញត្តិ1កថាវត្ថុ1យមកៈ1និងមហាបដ្ឋាន1នៅអង្គម្ចាស់សូមជ្រាប7កំពីរាប់គ្រប់ទាំងអស់ព្រះអង្គសំដែងនៅឋានឯណាទៅទៀតព្រះអង្គសំដែងប្រមាណថ្ងៃគឺចប់កំពីនេះសូមអរគុណព្រះអង្គសំដែងនៅឯតាវតឹងអស់90ថ្ងៃសូមជ្រាប90ថ្ងៃញោមគួរជឿទេបើញោមស្ដាប់មកត្រឹមតែមួយផ្លែត1ម៉ោង2ម៉ោងចប់ជាគេជឿជាគួរមិនដូចរងពុំ4ម៉ោងក៏បានបើដល់ទៅពេលអញ្ចឹងទៅអត់អ្នកឆ្លើយថាដល់90ថ្ងៃតែអញ្ចឹងអ្នកឆ្លើយមកមើល90ថ្ងៃនឹង90ថ្ងៃនឹងនៅឯណាទៅទាំងសូមអរតនីឆ្លើយ90ថ្ងៃនៅស្រុកមនុស្សបើយើងគិតទៅ3ខែណាអង្គម្ចាស់សូមជ្រាបអីចឹង90ថ្ងៃហើយនឹង3ខែប្រហែលគ្នាស្រុកមនុស្ស90ថ្ងៃហើយ3ខែប្រហែលគ្នា90ថ្ងៃនៅឋានមនុស្សហើយចុះដល់ព្រះអង្គនៅសំដែងប្រោសដល់តាណាដែរដល់អ្នកសូមអរតនីប្រោពមេដាណាអង្គម្ចាស់សូមជ្រាបប្រោពុទ្ធមេដាហើយប្រោពុទ្ធមេដាសំដែងទៅឋានតាវតឹងហើយយកកាយពុទ្ធមេដានឹងកើតនៅក្នុងសត្វហេតុអីបានជាព្រះអង្គទៅសំដែងនៅឋានតាវតឹងអញ្ចឹងហើយមិនបានជួបទៅអានំអ្នកសូមឆ្លើយមកមើលសូមអរតនីអញ្ចឹងមែនញោមណាពមេដានៅឯដោះសត្វឯនោះទេហើយបើគង់ថាទៅសំដែងធម៌ប្រោពមេដាមិនក៏មិនទៅឲ្យដល់ទៅចាំបាច់ទៅកដាលផ្លូវត្រឹមតាវតឹងឲ្យមេដាហើយមិនជួបទៅហើយក៏ឲ្យមេដាមកហើយមិនក៏អញ្ចឹងហើយបើដូចម៉ែមកនៅឯគិរីវងហ្នឹងឲ្យយកមកហូបមកជូនមិនក៏មកឲ្យដល់រឿងនេះគឺឯចេះញាតិញោមគេថាអ្នកស្ដាប់ព្រះអភិធម្មបានបនមកជាហ៊ានមកអណន់ណាញោមណាអញ្ចឹងញាតិញោមមកតាំងពីខេត្តតកែវពីទីរួមខេត្តអីហ្នឹងកង់ឡានវិលមកជុំបនមកអណន់ហើយបើកង់ម៉ូតូវិលមកជុំមកអណន់អ្នកដើរមកជំហានមកអណន់និយាយថានៅឯភូមិដើរមកស្ដាប់ដោយគោរពគ្រាន់តែមកមិនទាន់ដល់ផងកាត់តាមជំហានមកហ្មងមកជំហានមកអណន់មកជំហានមកអណន់ហើយបើមកពីអាមេរិកកាំងផងញោមរាប់មិនដឹងជារាប់អីនេះតាមស្លាប់យន្តហោះវិលមកជុំមកអណន់ដែរញោមណាបើអញ្ចឹងឲ្យពមេដាចុះមកផងដើម្បីបានបុណ្យក្នុងការគោរពធម៌ហើយម្យ៉ាងទៀតកន្លែងតាវតឹងហ្នឹងជាកន្លែងល្អមានបរិយាកាសស្រឡះមានរឿងរ៉ាវលម្អច្រើនដែលគួរសម្ដែងនៅកន្លែងនោះបានជាព្រះអង្គសម្រេចថាសម្ដែងតំណងទៅណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយអញ្ចឹងទេអីចឹងបានន័យថាឲ្យពុទ្ធមេត្តាយាងមកតំណងតែមកអីចឹងឃើញថាឲ្យពុទ្ធមេត្តាមានសេចក្តីព្យាយាម
គុណម្ចាស់ដោយចម្រើនទទួលប្រហែលជា2សំណួរអីឬក៏3សំណួរប៉ុណ្ណឹងឯងខ្ញុំណាតាមពេលតាមវេលាហើយចឹងញាតិញោមជាពុទ្ធបរិស័ទហើយសំដែងធម៌ប្រោសពមេត្តានឹងនៅឯឋានតាវតឹងជុំមិនក៏បធរអភិធម្មនឹងមកនៅពេញស្រុកខ្មែរញាតិញោមការដែលទៅសំដែងធម៌ប្រោសមេត្តាបិតាជាកិច្ចសងគុណអញ្ចឹងបានម្ចាស់ទានណាធ្វើបុណ្យណានិមន្តលោកមកសំដែងធម៌ឲ្យម្ដាយឪពុកស្ដាប់និមន្តប្រសងសំដែងធម៌នឹងជាកិច្ចសងគុណមួយដែររកកសែតរកខ្សែអត្ថបធរជូនឪពុកជូនម្ដាយនឹងដើម្បីឲ្យគាត់បានស្ដាប់នឹងជាកិច្ចសងគុណឲ្យគាត់មានទិដ្ឋិសិលៈចក្ខៈបញ្ញាពេលនោះព្រះអង្គចុះមកសំដែងប្រាប់ព្រះសរិបុត្រនឹងមានកូនសិស្ស500នាក់500អង្គដែលបានបួសនោះ500នឹងមកពីបជាវពីជាតិមុនកើតជាបជាវស្រែកជ្រាវលោកកំពុងសូត្រអភិធម្មបជាវមេគេគាត់ថាណែបជាវទាំងអស់គ្នាឈប់ស្ងាត់ឲ្យស្ងៀមស្ដាប់លោកសូត្រធម៌បជាវ500ស្ងាត់ឲ្យត្រឹងនឹងយល់ថាមិនទេឮតែប្រាំងគូនោះចេះតែលោកគ្នាស្ដាប់ដោយគោរពស្លាប់ពីបជាវទៅកើតក្នុងឋានសួគ៌ទាំងអស់តែគ្នាហ្នឹងហើយដល់ឲ្យចុះពីឋានសួគ៌វិញមកកើតជាមនុស្សបានបួសទាំងអស់គ្នាជាកូនសិស្សព្រះសរិបុត្របជាវមេគេសរិបុត្រនឹងឯងខ្ញុំឃើញដែរអញ្ចឹងបានយកព្រះអភិធម្មនឹងមករៀនទៅយើងចេះសូត្រតគ្នាទល់ដល់សប្តាហ៍ថ្ងៃហ្នឹងណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយបាទតាមអាត្មាថាតលចង់សួរក៏អស់ថ្លៃពីថ្ងៃមិញហ្នឹងបើយូរទៅតកែបានដឹងក៏ប៉ុន្តែអាត្មាប្រាប់ទៅក៏យូរបានដឹងអញ្ចឹងទេដែរហើយក៏តែទៅចុះសរុបសេចក្តីទៅចុះល្មើបញ្ចប់ទៅព្រះសទ្ធំអញ្ចឹងទេព្រះសទ្ធំដែលសម្ដែងប្រាប់អំពីព្រះអភិធម្មឃើញថាពុច្ឆាវសានេសង្ខេបដោយខ្លីប៉ុន្តែទៅចុះសូមអារាធនាបដិកតបនេកថេទាំង4ព្រះអង្គសូមសូត្រនៅបទបែបតាមសន្តានតែព្រះអង្គបានសិក្សាជាបទបែបខ្មែរកន្លងមើលដល់លោកលោកអ
ឆានថាតមិឆានឆានថាចតមិឆានឆានថាទេបាតយ៉ាងសមិមន្សាតមិមន្សាចតមិមន្សាទេបាតយ៉ាងសមិត្រាសមង្ហាឃើញថាបត់បែបរលាក់រលែងរបស់ខ្មែរគេចាប់ផ្ដើមសើឬឡើងចំណាយដើម្បីនឹងស្រាវជ្រាវចំណាយប្រាក់អស់$20000នោះហើយថែមទាំងបងដែលព្រំនឹងបានទៅចូលរួមផ្កាប្រឡងនឹងទៅទៀតដែរហើយចឹងឃើញថាគេចំណាយមកអស់ឲ្យច្រើនណាស់ដើម្បីនឹងរក្សានៅគេវប្បធម៌របស់ខ្មែរដែលមានពីយូរយារណាស់មកហើយអញ្ចឹងដើម្បីកុំឲ្យបាត់បង់ហើយញោមអ្នកដើមបុណ្យព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងអស់បានអារាធនានិមន្តមកសម្ដែងធម៌ក្រែ3នឹងមានសពអារាធនាបណ្ឌិតកថេនឹងឲ្យសូត្រអញ្ចឹងទេអរប្រគុណណាស់សូមប្រគិនពរដល់ព្រះអង្គសូមឲ្យមានបច្ចុប្បន្នមានយឺនយូរប្រសពភាពបរិបូរណ៍កម្លាំងពលំមមួនបញ្ញាវៀងវៃនិងមួយចំណែកទៀតបុណ្យកុសលទាំងបាមានក៏សូមប្រម៉ែប្រមុំព្រមប្រមូលដើម្បីនឹងឧទ្ទិសជូនទៅដល់បុព្វការីជនរបស់អស់លោកអ្នកដើមបុណ្យគ្រប់គ្នាទាំងប្រុសស្រីទាំងអស់តែលោកបានស្លាប់បាត់បង់ជីវិតទៅដោយចំណែកណាមួយក៏ដោយមួយចំណែកវិញទៀតបុណ្យកុសលក៏សូមប្រទានទៅដល់អតីតប្រគុណម្ចាស់ចារអធិការវត្តដែលបងបាននៅចាត់ចែងរៀបចំនៅក្នុងវត្តនេះតាំងអំពីបុរាណមកដែរដែលលោកបានចូលបានប្រកួតទៅហើយលោកសូមបងគ្រប់បងទាំងអស់អនុមោទនាបុណ្យកុសលមួយចំណែកវិញទៀតអតីតលោកអាចារ្យគណៈកម្មការក៏សូមលោកអនុមោទនាផងដែរនៅបុណ្យកុសលទោះបីជាលោកបានស្លាប់បាត់បង់ជីវិតទៅយូរយារណាស់មកហើយក្តីឬក៏ចាប់ក្តីក៏សូមបុណ្យកុសលនឹងគឺមិនបាច់ថែរក្សាដល់លោកទាំងអស់ឲ្យបានទៅកើតនៅក្នុងសុគតិភពមួយចំណែកទៀតសាច់ញាតិរបស់អស់លោកដែលស្ដាប់ធម៌ទាំងអស់ព្រមទាំងសាច់ញាតិដែលដើមបុណ្យទាំង7សន្តានខាងឪពុក7សន្តានខាងម្ដាយសូមអនុមោទនាបុណ្យកុសលនេះស្មើគ្នាមួយចំណែកវិញទៀតបុណ្យកុសលទាំងអស់សូមប្រទានដល់ព្រះគុណម្ចាស់ព្រះគ្រូចារិកាវត្តព្រមទាំងភិក្ខុសង្ឃអង្គសាមណេរនិងញាតិញោមពុទ្ធបរិស័ទព្រមទាំងអស់លោកអ្នកដើមបុណ្យទាំងអស់ក៏បានសងប្រកបយុគប្រទេសតែក្នុងពុទ្ធតរទាំងឡាយ4ប្រការសម្បត្តិ3ប្រការសម្បត្តិមនុស្សទេវតាផ្ទះតាពានអស់លោកអន្តរកតាសម្បត្តិណាក៏សូមឲ្យបានសម្រេចមួយគូបំណងកងកតាកំបីអខានឡើយហើយចឹងទីបញ្ចប់ដកងារចេញអត់ឲ្យស្ពាយងារហ្នឹងទៅទេអាត្មាក៏ពូលក្នុងជើកាច់បាទមានងារជាមហាកសបៈដកងារចេញទៅលោកគ្រូពូជកាច់ចេញដដែលហើយចំណែកខាងលោកគ្រូម្ចាស់ដែលគង់នៅខាងឆ្វេងដៃជាឧបល័យហើយចឹងនេះដកងារពីឧបល័យនៅជាលោកគ្រូត្បូងថ្មបបៃលិនដដែលហើយចឹងប្រគុណម្ចាស់ដែលគង់នៅខាងស្រាមដៃនៃខ្ញុំកដានដែរមានងារជាអនន្តមិនអនន្តពាក់ទេញោមមានងារជាអនន្តតែចឹងនេះដកងារពីអនន្តមកទៅជាលោកគ្រូរបស់បទុមដដែលបទុមចុះតែចឹងទេបណ្ដេតទៅចុះដើម្បីបញ្ចប់ខមាក់យ៉ាងធម្មទីសនាដិដ្ឋិតាខទីសនាដែលខ្ញុំប្រកាសណាអាត្មាទាំង3ព្រះអង្គបានសម្ដែងមកប្រមាណប៉ុណ្ណេះសន្មតឲ្យចប់ដោយសង្ខេបប៉ុណ្ណេះឯងអេវ៉ាំងធម៌ទេសនាខ្ញុំព្រះកាំងរណារីករាយក្រៃប៉ុន្តែព្រះអង្គសង្ខេបផ្លៃតែមានអត្តន័យខ្លឹមសារនឹងកញ្ចង់អង្គវព្រះគុណណាតែពុំហ៊ាន
មានឡើយណាអង្គម្ចាំងពីរុំអ្វីម្លឹងចំចាំច្បាំងតាមពុទ្ធដីកាព្រះបុត្រមែនពិតអរព្រះគុណព្រះកម្មរណាសាវកសង្ឃស្ដាដល់ប្រណិតវេទញែកសាច់ខល្អពេញចិត្តបញ្ហាជីវិតរបស់សត្វព្រះធម៌ព្រៀបដូចជាអាជ្ញារមែងកម្មឆ្កាវាកំចាត់កែងឡើងតណ្ហាវិញនាងបាត់រសាយរសាប់ប្រត់ពីចិត្តសាធុសាធុព្រះគុណណាសោកស្ដាយពិតអបាតព្រះពុទ្ធញ៉ាំសាច់ចរិតឲ្យចេញអាណិតគិតមេតាមានចិត្តអភ័យនឹងសន្តំបានលើកលែងដងសត្វនេះហើយអំណាចនៃសត្វធីយល់ព្រះធម្មីពីរុងណាំខ្ញុំសងសមាទិរតនត្រៃទីពឹងរាល់ថ្ងៃយ៉ាងច្បាស់រាំងស្មីដោយជីវិតកិនត្រកាំងជាកូនចៅព្រះលំអាវសានផឹកសម្ដែងព្រះសទ្ធំមាញ់មីនេះក្នុងមួយអង្គត្រៃធំមួយ3អង្គអស់ត្រៃធំ3បច្ច័យអមក្នុងមួយអង្គ$250និង20,000ព្រមទាំង10,000បដិគុណអន្តរ1លានអមលាន$50ចំណែកអ្នកស្មូតទាំងពីរនាក់ក្នុង1នាក់$50 $55បើចេះច្រឡំ$55បាទអញ្ចឹងសូមអនុមោទនាយកបុណ្យកុសលឲ្យបានគ្រប់គ្នាតងបងតែញ៉ាំយំណាមុខស្អាតណាស់បងតែញ៉ាំតែដៃទៅរត់ចោលគុណទេណាស់ចាប់ពីដល់ញ៉ាំតែកម្រិតគាត់តាត់មកតែញ៉ាំខ្លាចតែច្រឡំស្អប់និយាយតែកើតមកញ៉ាំបែបញ៉ាំហើយបាយមានតែគាត់
វយធម្មមេណោបែចាត្មានិរិឆន្ទតេសង្ឃោបសមោសខោវតយ៉ាងកាយោបតវង្អភិសេតតេចតោអបេតវិញ្ញាណោនិរាថੰវកលង្ករੰអតេអាយហើយអំពីលោកនេះរមែងសម្រាប់ផលដល់អ្នកដែលចែកតាមទៅកាន់បរលោកហើយដោយឆ្នោឯងកំហាងខាបមេវសម័យចតោសូមអត្ថផលគឺផលជាទីកប់ចិត្តដែលអ្នកប្រាថ្នា